លោកវាសនារបស់ខ្ញុំគឺស្ថិតនៅក្នុងដៃរបស់ខ្ញុំមិនមែនស្ថិតនៅលើព្រះទេអ្នកផ្ដាល់ដាក់ទានឲ្យខ្សែធនអ្នកនេះជាអ្នកណាជាអ្នកសំទានទេមិនក៏កេងក្អាំងនេះមានតែមនុស្សឈួតទេទៅដាក់ប្រាក់ឲ្យទេលោកស្រីធានសៀវទុកថាជាអំពើល្អសម្រាប់ជីតាសង្ឃឹមថាជីតាអាចឆាប់ជាសះស្បើយឡើងវិញហើយពេលវេលា3ឆ្នាំកំណត់បានមកដល់ហើយតាចាស់ចាំងឆាប់ចេញមកថ្ងៃនេះមើលឃើញក្មេងស្រីណាទៀតហើយមើលឃើញបងស្រីលោកមើលក្មេងស្រីឯងពេលមុនលោកនិយាយថាអត់ខ្ញុំធ្វើជាអ្នកសំទានក្របំផុតរយៈពេល3ឆ្នាំចាប់កិច្ចការឆាប់ស្ដាររាងកាយខ្ញុំឡើងវិញមិនអាចនិយាយទេឯនៅសល់ចំនួន30យន់ទៀតមិនមែនក្របំផុតទេនេះនេះជប់សិនមានអត់ប្រាក់ទៅឯងត្រូវតែសងឲ្យគេវិញដល់ផ្ទាល់បើមិនចឹងទេនោះទ្រព្យសម្បត្តិជារបស់ឯងហើយសុំទោសខ្ញុំអ្នកដែលឲ្យប្រាក់ខ្ញុំច្រើនខ្ញុំមិនដឹងថាអ្នកណាឲ្យប្រាក់ខ្ញុំច្រើនទៅកុំតកហល់ពេកឯងឡើងឋានសួគ៌ចុះឋាននរកស្វែងរកអ្នកផ្សេងនោះមិនមែនជារឿងតូចតាចទេប្រកាសជារកឃើញជាមិនខានណានិយាយចឹងក៏ត្រូវដែរគឺមានតែទេពនិងទេពធីតាទាំងអស់នៅក្នុងចំចាំងជើទេចេញមកទាំងអស់មកព្រះស្ដេចក្នុងរយៈពេល1នាទីយើងត្រូវការกระดาษប្រាក់ប្រហែលស្លឹកនេះជារបស់អ្នកណាបាទខ្ញុំពឹងលើអស់ចាមែនពិតជាអ្នកសំទានដែលមានការត្រួតត្រាធ្វើការមានប្រសិទ្ធភាពល្អពួកឯងអាចទៅវិញបានហើយរំខានហើយណាព្រះស្ដេចគួរសំបីឲ្យការពីមុននៅឋានសួគ៌តាទេវតាមួយណាដែលមិនបានទទួលគុណពីលោកនោះមើលពួកឯងរំលឹករឿងពីមុនទៀតហើយថយក្រោយទាំងអស់គ្នាទៅបានចាព្រះស្ដេចអ្នកជាព្រះស្ដេចនៃឋានសួគ៌ប៉ុន្តែបើចំហចំពោះបញ្ហាបរិសុទ្ធនិងស្ត្រីបំពេញនឹងច្បាប់ថ្ងៃនេះយើងនឹងដេញលោកទៅកាន់ឋានមនុស្សវិញធ្វើជាអ្នកសំទានកែប្រែចិត្តនិយាយថាតម្លាក់គឺតម្លាក់ឯងលោកជាស្អីទៅដោះមែនក្រុមទេវតាស្រាប់បញ្ជាចាប់គេឲ្យយើងនេះពួកឯងគឺទៅពីឋានសួគ៌ហើយឈប់ស្រ័យទៅឋានសួគ៌ទាំងមូលសិតតែជាបងប្អូនរបស់គេទេឬអ្នកក្បត់បងប្អូនពួកយើងមិនធ្វើទេអើយពួកឯងនេះរបស់ព្រះស្ដេចវិវ័យមានរឿងធំហើយទេពអប្សរលីងចុះឋានកណ្ដាលហើយមើលចុះលោកនិយាយថាម៉េចទេពអប្សរលីងមិនដែលចិត្តឃើញលោកពាក់ព័ន្ធដោយសារនាងដូច្នេះក៏ផ្ដាំកំណត់ចុះឋានមនុស្សលោកនៅពេលដែលយើងមកដល់សល់តែរបស់នេះទេឃើញដែរទេនេះសក់នេះគឺជារឿងទេពអប្សរបើគ្មានរបស់នេះទេនាងមិនអាចឡើងឋានសួគ៌បានទេគឺមានចេតនាបសល់ទុកនេះរបស់នាងគឺចង់ឲ្យលោកនេះផ្ដាច់កំណត់នេះចោលទៅព្រះស្ដេចអើយរកមនុស្សស្រីម្នាក់ផ្សេងទៀតទៅលោកអធិរាជចាស់លោកចាប់ការចុះខ្ញុំត្រូវចុះឋានមនុស្សលោកហើយលោកមិនបាច់ចុះឋានមនុស្សលោកទេព្រះស្ដេចប្រយ័ត្នណាចុះទៅស្រួលទេតែឡើងមកវិញគឺពិបាកសូម្បីស្នេហាក៏គ្មានខ្ញុំធ្វើជាទេវតាបានប្រយោជន៍ស្អីទៅតាមពិតស្នេហាគឺបើសិនមកក្បាលហើយចុះហើឡើងអញ្ចឹងខ្ញុំក៏ត្រូវទៅតាមគេដែរអញ្ចឹងខ្ញុំជាអ្នកនាំឯងទៅណាលីងតានាងណែណាសៀវលីងនាងពិតជាចាត់ទុកខ្លួនឯងជាទេពអប្សរមែនទេប្រោះចឹងចាប់អារម្មណ៍នឹងនាងនោះគឺជាសំណាងរបស់នាងហើយពួកឯងចង់រុយខ្ញុំចុះក្នុងរណ្ដៅភ្លើងមែនទេបងស្រីគ្រួសារជាងមានសិទ្ធិមានអំណាចមករៀបការទៅមិនឲ្យបងស្រីខុសបំណងទេមិនដល់ថ្នាក់ឯងនិយាយទេលោកប៉ាមិនឲ្យពួកគេនិយាយបង្ខំខ្ញុំទេរៀបការចុះគ្រួសារជាងគឺកំណត់របស់យើងលោកប៉ាក្រោយពីលោកតារបស់នាងស្លាប់គ្រួសារសៀវកាន់តែអាក្រក់ទៅបើមិនមានការគ្រប់គ្រងប្រហែលជាទុកមិនបានយូរទេលោកប៉ាមានដឹងថាជាងហាគឺជាមនុស្សប្រភេទណាទេគឺជាមនុស្សខលខូចស្រីច្រើនមនុស្សប្រាប់មានប្រពន្ធពី3នឹងស្រីតែមានអីខុសបងហាមកសុំចេញអង្គុយសុំចេញអាយ៉ាអ្នកប្រាប់ជាងចេញអង្គុយទៅចាំមីងយកតែមកឲ្យផឹកណាទៅចាត់ចោពេលដែលនាងទៅដល់ខាងខ្ញុំនឹងឲ្យនាងធ្វើជាភរិយាសំខាន់របស់ខ្ញុំស្រីផ្សេងទៀតសុំធ្វើជាប្រពន្ធចុងរបស់ខ្ញុំខ្ញុំគ្មានអារម្មណ៍ជាមួយលោកទេសុំចេញពីទីនេះទៅអាយ៉ាក្មេងស្រីចង្រៃអ្នកប្រាប់ជាងឲ្យឯងត្រួតត្រាលើក្មេងស្រីរបស់គេព្រោះគេពេញចិត្តនាងក៏មានចិត្តមាននេះពេករឿងនេះខ្ញុំជាអ្នកសម្រេចមិនអាចស្រេចតែចិត្តរបស់នាងទេខ្ញុំរៀបការជាមួយអ្នកសំទានខ្ញុំរៀបការជាមួយគ្រួសារជាងដែរនាងសុំសួរបន្តិចតើប្រាក់300យន់នេះជារបស់អ្នកណាហើយអ្នកសំទានសំអុយនេះមកពីណាឆាប់ចេញពីទីនេះភ្លាមទៅនេះជាប្រាក់របស់នាងសូមអធិស្ឋានខ្ញុំចាំបាច់ត្រូវតែប្រកល់នាងពេញណាលីងនាងមិនឃើញទេឥឡូវសូម្បីអ្នកសំទានក៏ចូលចិត្តនាងដែរសៀវលីងមាញ់នាងនិយាយខ្លួនឯងទេថាសុខចិត្តរៀបការជាមួយអ្នកសំទានក៏មិនព្រមរៀបការជាមួយគ្រួសារជាងដែរពិតជាល្អណាស់ឥឡូវនេះជាការពិតហើយឬមួយក៏នាងពេលនេះអ្នកសំទានមកនៅក្បែរហើយឯងនិយាយត្រូវថ្ងៃនេះនាងរៀបការជាមួយអ្នកសំទានឬក៏រៀបការជាមួយអ្នកប្រុសជាងនាងជ្រើសរើសខ្លួនឯងទៅអ្នកទាំងពីរពិតជាបង្ខំខ្ញុំបែបនេះហ៎ណែពាក្យនេះនាងគឺជាអ្នកនិយាយឡោះថ្ងៃនេះខ្ញុំសុខចិត្តរៀបការជាមួយអ្នកសំទានខ្ញុំរៀបការចូលតកូលជាងទេសៀលីងនាងបានថាយ៉ាងម៉េចនឹងហ៎នាងកំពុងមើលងាយខ្ញុំហ៎សៀលីងខ្ញុំមិនមាននាងឲ្យថ្ងៃនេះមិនមែនជាពេលដែលធ្វើកិច្ចការរឿងរស់ទេបើនាងពិតជារៀបការជាមួយអ្នកសំទានថ្ងៃក្រោយគូសាសៀគ្មានអីពាក់ព័ន្ធនឹងឯងទៀតទេចាំតែមានន័យថាម៉េច
ខ្ញុំគ្រាន់តែមិនសងប្រាក់ប៉ុណ្ណោះមិនក៏ត្រូវរៀបការជាមួយខ្ញុំទោះបីជាខ្ញុំជាអ្នកសុំទានមិនប៉ុន្តែខ្ញុំជាអ្នកសុំទានដែលមានសេចក្តីប្រាថ្នាដែរមិនមែនមនុស្សសាមញ្ញអាចរៀបការជាមួយខ្ញុំបានទេដូច្នេះអ្នកទាំងអស់គ្នានិយាយស្ដីកុំមើលងាយខ្ញុំខ្លាំងពេកឡហេសៀលីងមិនសម្បីតែអ្នកសុំទានក៏ត្រូវការនាងដែរនាងមានរឿងអីបដិសេធនឹងអ្នកប្រចាំង គឺខ្ញុំខុសហើយមកពីសណ្ដានចិត្តរបស់ខ្ញុំបរិសុទ្ធពេកជួយទៅជួយពីទីនេះទៅ នាងសៀលីង ខ្ញុំមិនអាចចេញទៅឯងមិនលឺទេ លីងនាងនឹងទេខ្ញុំរកនាងយូរមកហើយខ្ញុំពិតជានឹកនាងខ្លាំងណាស់ លេងខ្ញុំរកនាងយូរហើយខ្ញុំពិតជានឹកនាងខ្លាំងណាស់លីងនាងនឹងចំណាប់ខ្ញុំបានទេអាចចង្រៃសុំបីស្រីរបស់យើងហ៊ានប៉ះពាល់ដែរពួកឯងឆាប់ទៅវាយបំបាក់ជើងរបស់គេទៅលីងមិនអីទេណៃឈុតអាណាទៀតឆាប់ទីលីងមកវិញភ្លាមមកលឿនឡើងសូមអភ័យទៅអ្នកនាងលីងបានអ្នកណាហ៊ានប៉ះម្រាមដៃនឹងមួយយើងនឹងមិនឲ្យគេចាប់ចិត្តថ្មីនេះជារបស់នាងខ្ញុំជូននាងវិញ នេះស្និទ្ធសក់នេះដូចជាស្លាប់ឃើញលោកជាអ្នកណា ខ្ញុំជាប្តីរបស់នាងនៅឋានសួគ៌ជូនពោព្រះស្ដេចលោករកឃើញទេពអប្សរលីងការព្រឹកការសម័យទីបំផុតអាចមកឋានសួគ៌វិញដោយការគិតហើយជាប់ចំណាត់ថ្នាក់ក្នុងចំណោមទេពអប្សរទាំងអស់លីងពេលណាទៅអាចទៅវិញទេពអប្សរលីងខ្លាចតែមិនអាចទៅវិញទេហេតុអីទៅខ្ញុំបានយករឿងទេពអប្សរឲ្យនាងវិញហើយត្រូវអនុវត្តតែ3ជីវិតប៉ុណ្ណោះនាងនឹងអាចទៅវិញហើយដំបងទេពអប្សរលីងខ្លាចធ្វើឲ្យលោកមានបញ្ហាដូច្នេះតាមពិតគ្មានផ្លូវក្រោយសម្រាប់ខ្លួននាងទេក្រៅពីមិនសល់ទុកនៅរឿងទេពអប្សរកាត់ផ្ដាច់និស្ស័យទេពអប្សរដោយខ្លួនឯងមួយជីវិតមិនអាចខ្លាចតែជាទេពអប្សរទេគឺมันអាចទេណាហេតុអីមិនប្រាប់ខ្ញុំឲ្យដឹងមុនលោកបងកុំអើខឹងនៅពេលលោកខ្ញុំក៏ខ្លាចលោកបងធ្វើសកម្មភាពដោយកម្លាំងចិត្តធ្វើអ្វីខុសពីធម្មតាដូច្នេះមិនហ៊ានប្រាប់លោកបងរហូតព្រោះតែចង់ឲ្យលោកបងល្អទេដូច្នេះទៅខ្ញុំមិនប្រាប់ប្រដេកណាស់អញជឿទេថាយើងនឹងសម្រាប់ឯងឥឡូវនេះអ្នកសំទានម្នាក់នេះឈួនហើយនេះកំពុងនិយាយជាមួយអ្នកណាគេសិលីងនាងពិតជាសម្រាប់ចិត្តរៀបការជាមួយអ្នកសំទានម្នាក់នេះខ្ញុំបានសម្រេចចិត្តហើយតើឯងអាចយល់ព្រមរៀបការជាមួយខ្ញុំទេ ព្រះស្ដេចលោកបងដាច់ខាតមិនត្រូវមានការរំជើបរំជួលពេកទេបើសិនជាលោកត្រូវបានផ្លាច់ចិត្តអញ្ចឹងការខិតខំប្រឹងប្រែងប្រហែលឆ្នាំនេះនឹងឲ្យប្រយោជន៍ជាមិនខានទេតាកញ្ចាស់លោកស្គាល់យើងថ្ងៃទី1មែនទេនឹងហើយឲ្យមានអំណាចនឹងបំផ្លាញមេដីប៉ុន្តែចុងក្រោយលោកមិនអាចគេចផុតពីពាក្យថាស្រឡាញ់ទេនេះប្រហែលជាមកពីវាសនារបស់ឯងនឹងហើយណា លោកនិយាយជាមួយអ្នកណា គ្មានទេខ្ញុំចង់ប្រាប់នាងទោះបីជាជាតិមុនជាតិនេះឬក៏ជាក្រោយគឺខ្ញុំព្រមរៀបការនឹងនាងចុះណាអាអ្នកសំទានសំអុយមិនដឹងល្អអាក្រក់មែនថ្ងៃនេះយើងនឹងសម្រាប់ឯងស្លាប់ឯងនិយាយថាទុកឲ្យយើងជាអ្នកជ្រើសរើសមែនទេ នេះគឺពួកយើងជាអ្នកនិយាយខ្ញុំមិនបាននិយាយទេនៅមានទៀតស្រីដែលជាងហៅពេញយើងពេញចិត្តទេវតាក៏មិនអាចដណ្ដើមបានដែរនិយាយថាម៉េចទេវតាមកហើយក៏ដណ្ដើមមិនបានអញ្ចឹងហ៎ត្រូវហើយបើអញ្ចឹងមែនយើងទៅហៅទេវតាពីរបីនាក់មកមើលអាចដណ្ដើមបានទេអរ៉ាស៊ីលីងកុំខ្ជិះខ្ជាពេលវេលាជាមួយនឹងអ្នកសំទានសំអុយនេះវាបណ្ដាំចុងក្រោយរបស់ម្ដាយនាងត្រូវតែជួយនាងរកបានកូនប្រសាល្អដូច្នេះថ្ងៃនេះនាងគ្មានជម្រើសទេ រំលឹកម្ដាយយើងនៅមុខយើងឯងជាកូនប្រសាល្អនោះហ៎ មិនចាត់ទុកថាកូនប្រសាល្អទៀតគ្រាន់តែអ្នកប្រុសជាងមានចិត្តសាវ៉ាបន្តិចក៏ប៉ុន្តែគាត់ក៏គ្រាន់បើជាងអ្នកសំទានដែរមែនទេ ត្រូវហើយបងនាងនិយាយត្រូវទោះជាយើងមិនមែនជាម្ដាយបង្កើតរបស់នាងតែក៏មិនបើកភ្នែកមើលឃើញការលំបាករបស់នាងជាមួយអ្នកសំទាននោះដែរ ពួកឯងមិនដឹងថាលីងនៅជាមួយនឹងយើងលំបាកហើយនៅមានទៀតបាញ់មិញពួកឯងនិយាយថាកូនប្រសាល្អខ្ញុំចង់សួរបន្តិចមិនហៅថាកូនប្រសាល្អចង់ដឹងមែនទេល្អយើងប្រាប់ឯងចូលមក អ្នកប្រុសជាងនេះគឺជា ថ្ងៃនេះយើងចូលមកស្ដីដណ្ដឹងប្រកាសជាមិនអាចដែរទេរបស់ទាំងពីរគឺជាចំនួនសម្រាប់ឲ្យទៅគ្រួសារស៊ីវអំណោយដំបូងសម្រាប់គ្រួសារជាងផ្កាឈូកព្រិលរាប់រយបរិសុទ្ធនិងគ្មានគូប្រៀបអំណោយទី2របស់គ្រួសារជាងគឺត្បូងគុជយូអ៊ីអ្វីដំណើរការល្អអំណោយទី3របស់គ្រួសារជាងគុជនៃសមុទ្រខាងកើតលឺចាញ់ចាំងតាមអាយុកាលហើយអំណោយទី8របស់គ្រួសារជាងលិខិតទេសភាគហ៊ុនរបស់ក្រុមហ៊ុនឡុងធានគឺ10ដងនៃតម្លៃទីផ្សារគ្រួសារស៊ីវរបស់ខ្ញុំអ្នកប្រុសជាងដូចនេះអំណោយទាំងអស់នេះលោកប្រគល់ពួកយើងហើយណែអ្នកប្រុសសមអីឃើញច្បាស់ហើយនៅនេះឲ្យហៅថាកូនប្រសាល្អណាឃើញទេគ្រាន់តែរបស់កូនក្មេងមិនស័ក្តិសមយកមកបង្ហាញទេថាម៉េចរបស់កូនក្មេងហ៎តែដឹងថារបស់ទាំងនេះជារបស់ស្អីហ៎គេនិយាយមិនខុសទេចំពោះគ្រួសារជាងរបស់ទាំងនេះគឺពិតជារបស់កូនក្មេងប៉ុន្តែយើងនៅមានខ្ញុំនៅមានវគ្គប្រាជ្ញប្រត់អស្ចារ្យមួយទៀតឆាប់យកវត្ថុមកលឿនឡើងទៅលឿនឡើងឆាប់យកវត្ថុមួយទៀតមកក្លិនមួយនេះដូចជាធ្លាប់ស្គាល់
ឆ្នាំគ្រាប់9វិញអស់ចោ ស្អីគេឆ្នាំគ្រាប់9វិញក៏ល្អ ឬថាវត្ថុនេះមិនមែនជាវត្ថុនៃមនុស្សលោកទេហើយជាផលិតផលរបស់ឋានសួគ៌បើសិនជាអាចហិតក្លិនបន្តិចវាអាចជួយបំពន់ពង្រឹងរាងកាយយើងទៀតបើសិនជាអាចលើកវាតែបន្តិចវាជាជំងឺ100មុខឯណោះណាបើលើមួយម៉ាត់អាចចម្រើនអាយុបានណា មិននឹកស្មានដល់សោះថានៅលើពិភពលោកនេះមានវត្ថុស័ក្តិសិទ្ធិបែបនេះពួកយើងច្បាស់ជាចំណេញប្រាក់ធំហើយ ថ្ងៃនេះពួកអញឲ្យលេងរៀបការជាមួយនឹងយើងគាត់ថ្នាក់9វេនដល់អស្ចារ្យនេះគឺជារបស់ពួកអញហើយ លេងនាងនឹងឈរថ្មឹងធ្វើអីទៀតនាងឆាប់យល់ព្រមជាមួយនឹងអ្នកប្រុសជាងទៅគេមានវត្ថុទឹកមកពីឋានសួគ៌ជប់យល់សັບទៀតទៅខ្ញុំមិនអាចរៀបការជាមួយគេទេបើចង់រៀបការខ្លួនឯងទៅយ៉ាងនេះ អើយនេះចង្រៃនេះទោះបីជានាងមិនគិតពីគ្រួសារសៀវក៏គិតពីលោកតារបស់នាងដែរគឺវត្ថុនេះណាអាចជួយជីវិតរបស់លោកតានាងបានណា លោកតា ទីបំផុតនៅឃើញហើយរបស់នេះជារបស់ស្អីមិនមែនទេអាចជួលហើយមិនទេនៅឃើញរបស់ស្អីទៀតហើយហ៎នេះលីយ៉ាស្រាប់ខ្ញុំនិយាយតាមពិតទៅនេះមិនមែនជាថ្នាំទេផ្សេងទេនេះគឺលាមកគោបៃតងនៅឋានលើបានជួសមកមិនអាចជួយលោកតាបានទេ បាត់មាត់ទៅអញមកទីនេះនិយាយផ្ដាស់ស្អីពួកឯងឆាប់ចាប់គេហើយនាំគ្នាវាយបបាក់ជើងគេព្រាមទៅ សិនកុំបញ្ញាពេកអ្នកប្រុសជាងម្នាក់នេះដូចជាបានរំលឹកយើងហើយថាអ៊ីងព្រមនៅជាមួយនឹងយើងអញ្ចឹងខ្ញុំប្រកាសថាក៏ត្រូវតែបញ្ចេញរបស់ខ្លះហើយ លេងសើចស្អីហ្នឹងគ្រាន់តែជាអ្នកសំទៀនមានអីយកមកបង្ហាញទៅគ្រាន់តែជាកាកសំណល់នោះគឺវាប្រសើរជាងដឹងហើយនៅ ម៉ាក់បើតាមម៉ាក់និយាយនោះណាគឺជាស្អីទៅគឺអ្នកសំទៀនមួយថ្ងៃឯកទេសគឺជាស្អីពាក្យរបស់យល់សពក្នុងយល់សពស្អីទៅមិនស្រួលទេអាចនាំទ្រព្យសម្បត្តិមកពីឋានសួគ៌កថាបានដែរមែនទេឯងនិយាយត្រូវហើយអ្វីដែលយើងឲ្យលេងជាទ្រព្យសម្បត្តិរបស់ឋានសួគ៌ម្យ៉ាងទៀតក៏មានច្រើនណាស់ណាឯងនិយាយត្រូវហើយរបស់ដែលយើងឲ្យគឺជារបស់ឋានសួគ៌ហើយម្យ៉ាងទៀតគឺមានច្រើនណាស់ណាភុយឯងចាត់ទុកឋានសួគ៌ជាស្អីហ៎ឯងស្មានថាឋានសួគ៌ជាកំណត់សម្រាប់តើមែនដែរទេហ៎ នោះជារបស់កម្រប្រកាសជាចាំភ្នែកឯងពិតជាឲ្យឯងទទួលបានវាមែនទេឥឡូវនេះយើងពិតជាចង់ឃើញណាស់អាអ្នកសំទៀនតើឯងអាចយកវត្ថុទិព្វស្អីចេញមកបានបើឯងយកចេញមកមិនបានទេថ្ងៃនេះឯងនឹងត្រូវស្លាប់ជាមិនខានទេឡោបើសិនជាយើងយកចេញមកបានបើសិនជាឯងយកចេញមកថ្ងៃនេះលេងនឹងទៅជាមួយឯងហើយយើងដេកនឹងដេកធ្វើជាដាក់សម្រាប់ឯងពួកឯងចេញទៅក្រៅពីពេលនេះទៅយើងជួបឯងយើងនឹងលុតជង្គង់ចំពោះមុខឯងគិតយ៉ាងផងបើសិនជាឯងអាចយកវត្ថុទិព្វចេញមកបានខ្ញុំលុតជង្គង់នឹងដេកលិតជើងរបស់ឯងទៀតផងតើល្អដែរទេហ៎ ឡោបើនៅប្រជាហាមកទៅហើយខ្ញុំក៏មិនចេញយោបល់ដែរបើសិនជាឯងអាចធ្វើបានយើងនឹងយល់ព្រមមង្គលការរបស់ពួកឯងម្យ៉ាងទៀតយើងនឹងយកទ្រព្យសម្បត្តិគ្រួសារសៀវទាំងអស់ធ្វើជាបណ្ដាការចុះណាប្រកាសហើយបើធ្វើមិនបានគុំមិនទោសតកូលសៀវយើងចិត្តសហខខចំពោះពួកឯងណាឯណាមនុស្សយកពីចម្រាញ់ឆ្អឹងមកពីចម្រាញ់ឆ្អឹងឲ្យតែបោះចូលទៅក្នុងពេលដែលភ្លើងឆេះសត្វនោះណាសុំបីតែឆ្អឹងក៏មិនសល់ដែរនឹងខ្ទេចគ្មានសល់អ្វីនោះទេណា អាចចង្រៃឯងនេះថ្ងៃនេះឯងសម្រាំងមែនទេមុនពេលស្លាប់យើងនៅឯងមួយទឹកក្តៅយ៉ាងស្រួល ទីរនកម្មសាហាវយ៉ាងនេះឯងនិយាយនេះដូចជាស្រាលណាស់ព្រមមិនបាននឹងសត្វធាតឥឡូវឯងដឹងខ្លាចហើយមែនទេនិយាយពេលហើយសៀវយើងនឹងមើលនេះហើយគឺជាលទ្ធផលដែលប្រចាំនឹងជាងហាយើង យើងណែនាំយើងឲ្យឆ្លាតបន្តិចទៅបើសិនជាធ្វើឲ្យអ្នកប្រុសជាងយើងមិនសប្បាយចិត្តទេអញ្ចឹងយើងនៅទម្លាក់ឯងក្នុងពីងនេះជាមិនខាននោះទេ បើនឹងប្រើពាក្យមិនសមរម្យយើងនឹងវាយនឹងរហូតដល់ស្លាប់ សិនមិនបាច់ចាំថ្ងៃក្រោយទេបើសិនជាថ្ងៃនេះពួកឯងចង់ធ្វើអញ្ចឹងមែនយើងនឹងលុតចុះទៅជាមួយគ្នា នេះសៀវនេះស្មានតែយើងមិនហ៊ានទេពីសម្ដីនេះយ៉ាងបាញ់មិញនេះនិយាយម្ដងទៀតទៅមើល តែឯងឈ្មោះអី លីនស៊ីង ល្អអញ្ចឹងចង់ឲ្យខ្ញុំនិយាយម្ដងទៀតទេថ្ងៃនេះទៅលីងស៊ីងនេះជាប្តីរបស់យើងទោះជាឡើងភ្នំភ្លើងចោះសមុទ្រភ្លើងក៏ដោយ នេះផ្ដោះមែនចង់ឲ្យយើងខឹងស្លាប់សៀវនាងមិនងាយយើងពេកហើយបើមានចិត្តចង់រកស្លាប់មែននោះចាំបន្តិចកុំបន្តថាយើងចិត្តសាហាវខខឲ្យសោះណាដឹងទេលីងពួកគេដូចជាម្លេងសាយទេនៅក្នុងពីងត្រូវមានគេស្ងោររហូតដល់ស្លាប់រសជាតិបែបនេះគ្មានអារម្មណ៍ល្អទេ បាត់មាត់ទោះបីជាឡើងភ្នំភ្លើងក៏ដោយសៀវយើងនឹងតាមលោកជាប់ ហើយនាងនឹងដូចពីមុនអញ្ចឹងទៅចិត្តចុះពីមុនខ្ញុំណែនាងចាញ់ទេម្ដងនេះក៏អញ្ចឹងដែរក៏ធ្វើពុតនៅទីនេះឯណាវត្ថុទឹកថ្ងៃនេះបើសិនជាគ្មានវត្ថុទឹកទេខ្ញុំនឹងបាច់អាចតល់តែបានណាកែក្នុងអណ្ដូងមើលឲ្យហើយទៅបញ្ញាប់ឡើងនេះជាបញ្ជាព្រះជាម្ចាស់ឆាប់មកជួបយើងអាយ៉ាយើងកំពុងតែនៅជាមួយនឹងឆាងទេវតាទ្រពកំពុងតែលេងបៀរកយើងមានការអីទៅរៀបចំវត្ថុទឹកផ្លាយយើងបាច់ច្រើនឬតែល្អយើងកំពុងតែលេងបៀនេះឯងកំពុងញ៉ាយស្រីនៅខាងក្រៅមែនទេឯងទុកចិត្តចុះតែទៀតយើងនឹងឲ្យគោបៃតងយើងនឹងឲ្យគេចុះទៅពេញមួយបាវឲ្យទៅឯងតើគ្រប់គ្រាន់ដែរទេនឹងគ្រប់គ្រាន់ដែរទេគោបៃតងនោះពិតជាល្អណាស់អាពួកចំសេទាំងអស់នេះយកលិមូរបស់គោបៃតងធ្វើជាវត្ថុទឹកឲ្យគេមកចុះអាសំទៀនសំអុយឯងកំពុងតែលេងល្បែងស្អីជាមួយយើងហ៎ឯណាវត្ថុទឹកយកចេញមកមិនតន់ឃើញផងណែណាទៅហ៎ឯងកុំខ្វល់តែទៀតយើងឲ្យពួកឯងមើលហើយត្រូវចាំពីសម្ដីរបស់ឯងនិយាយអំបញ្ញមិញឯងគេចុះធ្វើកម្មចរាឲ្យយើងឯងវិញលឹកបាត់ជើងរបស់យើងហើយនឹងមានពួកឯងទៀតតែទៀតចាញ់ឲ្យកុំភ្លេចទ្រព្យសម្បត្តិទាំងប្រមាណរបស់គ្រួសារសៀវឲ្យយើងទាំងអស់ណាគោបៃតងមិនកំតាន់ចេញមកទៀតដល់ពេលណាទៀតហ៎ធ្វើពុតទៀនទស្សនិកជនជាទីគោរពសូមស្វាគមន៍សัตว์មកកាន់ផែនដីយ៉ាងម៉េចឃើញសត្វទេដែរទេភ័យហើយមែនទេ
ឥឡូវនេះដឹងថាយើងខ្លាំងប៉ុណ្ណាហើយយ៉ាងម៉េចមិនធ្វើឲ្យនាងអស់សង្ឃឹមទេភ្ញាក់ផ្អើលណាស់មែនទេគួរភ្ញាក់ផ្អើលណាស់ ភ្ញាក់ផ្អើលពិតជាភ្ញាក់ផ្អើលហើយប៉ុន្តែគឺមិនភ្ញាក់ផ្អើលណាស់ណាទេ យើងហ៎មិនមែនទេឯងគ្រាន់បើហើយឆ្កែស្រុកមកដើម្បីយករបស់ឲ្យឯងមែនទេ កូននឹងឆ្កែស្រុកកន្លែងណាដែលហ៊ានទៅ មិនមែនទេបងធំឯងយ៉ាងណាក៏ជាកោទេពដែរមិនបានជាឯងមានមុខបែបនេះគូក្បាលឲ្យយ៉ាងម៉េចឲ្យខ្ញុំបង្ហាញមុខមាត់ពិតរបស់ខ្ញុំក្នុងផែនដីនេះហ៎បានហើយឯណាធ្វើទៅគឺនៅក្នុងថងនេះទាំងអស់ហើយខ្ញុំពិតជាចាញ់ឯងហើយទេវតាឡៅជីងឬក៏គាត់លេងបៀចាញ់ហើយហ៎មិនក៏ក្រងហើយមកអញ្ចឹងខ្ញុំខាត់ក្រៅដូរក្រងផងណាអូខេអាចក្រៃខួរក្បាលឯងមានបញ្ហាមែនទេមិនក៏និយាយជាមួយនឹងសត្វឆ្កែបែបនេះហើយក៏ស្មានតែធ្វើអញ្ចឹងឯងបំផន់គេឯងបានអសោះនោះណា ថ្ងៃនេះជួយទេវតាមកក៏ដោយក៏ជួយឯងមិនបានដែរ ណែវាយមកណានិយាយឆ្កែប្រុសស្រីទាំងពីរនេះបោះចូលក្នុងពីចម្រាញ់ចឹងទៅណែដូចជាក្របថ្នាំដ៏អស្ចារ្យហ៎នេះជាក្របថ្នាំដ៏អស្ចារ្យមិនអាចទេនេះគ្រាន់តែជាលំអឆ្កែតើពិតជាអស្ចារ្យមែនទេហ៎មិនក៏អញ្ចឹងហ៎ស្អីទៅហ៎ឆាប់មើលណែពួកឯងកំពុងលេងលំអរបស់ខ្ញុំដូចជាសប្បាយចិត្តណាអ្នកប្រជែងតើគិតយ៉ាងម៉េចទៅឆាប់និយាយទៅក្របថ្នាំដ៏អស្ចារ្យនេះឯងលួចមកពីណាទៅតើមានរស័យកាលឡើងចំពោះទេវតាឡើយជីងយើងឲ្យគេរៀបចំថ្នាំទឹកណាមិនក៏សិតតែរបស់បែកបាក់អញ្ចឹងហើយប្រេះប្រាស់មែនហ่ะឈាមលេងជឺនេះតាមដឹងណាឈាមលេងជឺមួយដើមនេះវាស្មើនឹងក្របថ្នាំដ៏អស្ចារ្យ 10000 គ្រាប់ម្យ៉ាងទៀតរបស់នេះជ្រុះតែនៅលើឋានសួគ៌ទេហើយមិនក៏បង្ហាញនៅឋានមនុស្សលោកអញ្ចឹងហើយមួយនេះគួរតែជារបស់ខ្លាយហើយមិនអាចទេមានតែឈាមលេងជឺពិតប្រាកដទេទើបបញ្ចេញក្លិនបែបនេះបានមានតែនៅឋានសួគ៌ទេទើបមានឈាមលេងជីបែបនេះណាមិនក៏នៅតែជារបស់អញ្ចឹងឆៃថៅក្រៀមហើយយ៉ាប់មែនហ่ะយិនសិនចាស់ភ្នំទេវតាហើយនេះគឺមានតម្លៃថ្លៃជាងឈាមលេងជឺទៅទៀតមិនក៏ឯងមានរបស់បែបនេះច្រើនយ៉ាងនេះសិតតែជារបស់ស្អីហ្នឹងហើយចាក់ទាំងអស់មើលតែម្ដងទៅគឺមិនអាចទេហេទាំងនេះសិតតែជារបស់ខូចខាតលោកម្ចាស់របស់ឯងនេះទូយ៉ាងណាក៏ដោយគឺជាទេវតាឡាជីងមកបញ្ជូនរបស់នេះមកមិនចេះខ្មាស់គេទេអីសុំទោសទីនេះគឺជាធម្មមនុស្សលោករបស់ទាំងនេះវាគ្រាន់បើណាស់ទៅហើយគ្រាន់តែធ្វើវាជាមួយគ្នាទៅលោកម្ចាស់ព្រះស្ដេចខ្ញុំទៅមុនហើយលេងសូមអធិស្ឋានផងណាលក្ខខណ្ឌឥឡូវនេះគឺបានតែរបស់បែកបាក់ទាំងនេះទេតែនាងទុកចិត្តចុះខ្ញុំធានាថាលើក្រោយប្រកាសជាយកវត្ថុទិព្វឲ្យនាងហ៎បែកបាក់របស់ល្អច្រើនយ៉ាងនេះអញ្ចឹងគ្រួសារយើងខ្លាចជាអ្នកមានហើយលោកប៉ានេះជារបស់ទឹកនៅឋានសួគ៌មែនហើយគ្រាន់តែរបស់មួយនេះចំហាយក្លិនរបស់គេគឺច្រើនជាងពាក់កណ្ដាលជាងជីវិតរបស់ឋានកណ្ដាលទៅទៀតកូនប្រុសហូបវាទៅក្រោយពីហូបហើយការអនុវត្តរបស់កូននឹងមានសន្ទុះហើយណែធ្វើស្អីឲ្យយើងវិញណែរបស់យើងទេណែអញភ្លេចហើយថារបស់នេះជារបស់អ្នកណាគេហ៎អាយ៉ាកូនប្រសាទដ៏ល្អរបស់យើងពួកយើងសិតតែជាមនុស្សគ្រួសារតែមួយទេមានរឿងអីដែលត្រូវបែងចែករបស់អ្នកនេះរបស់អ្នកនោះមែនហើយអំណោយអាពាហ៍ពិពាហ៍នេះខ្ញុំទទួលយកហើយថ្ងៃក្រោយលេងគឺជារបស់ឯងហើយណែស្ដាប់ឲ្យច្បាស់ទី1របស់អស់នេះគឺខ្ញុំឲ្យលេងទេហើយមិនពាក់ព័ន្ធនឹងពួកឯងទេទី2លេងគឺមិនមែនជាតំណែងទេមិនមែនយកមកដោះដូរទេទី2លេងមិនមែនជាតំណែងទេមិនមែនយកមកដោះដូរទេឯងបានហើយបិទមាត់ពួកឯងទៅប៉ារបស់ទាំងនេះគឺឲ្យលេងមែនទេតាមពិតនេះដូចជាគ្រួសារយើងដែរតើរឿងនេះយើងជាអ្នកសម្រេចចិត្តណាលេងនាងរើពីទៅសល់ប្រហែលខ្ញុំរក្សាទុកឲ្យនាងដូច្នេះឲ្យឆាប់រើទៅលោកម្ចាស់ពីរដូចជាច្រើនពេកហើយទុកឲ្យពួកគេមួយបានហើយណាលោកប៉ារបស់ទាំងនេះសុទ្ធតែជារបស់ទុកមកឋានលើទេឲ្យពួកគេណាដូចជាស្ដាយណាហ៎លេងរបស់នេះពិតជាមានតម្លៃណាស់នាងរក្សាទុកក៏គ្មានប្រយោជន៍ដែររើសតែមួយបានហើយហើយយ៉ាលេងឃើញហើយនៅលោកប៉ានាងពិតជាចិត្តតលេងមែននៅចង់ទុកមួយឲ្យឯងពិតជាកម្រណាឯងឈប់ធ្វើជាមនុស្សចម្លែកជាមួយនឹងយើងទៀតទៅរបស់អស់ទាំងនេះយើងទទួលយកចំណែកឯងគិញទៅតាមឯងយកទៅយើងនិយាយម្ដងទៀតលេងមិនមែនជាតំណែងទេរបស់បាយបាត់ទាំងអស់នេះពិតមែនតែយើងមិនចាប់អារម្មណ៍ចំណែកពួកឯងក៏មិនសមយកដែរបន្ធូរទឹករបស់យើងបន្ធូរទឹករបស់យើងឯងនឹងថារបស់នេះមានតម្លៃយ៉ាងណាដែរទេរបស់ខ្ញុំចង់ដុតយ៉ាងម៉េចគឺដុតអញ្ចឹងហើយចំពោះពួកឯងគួរតែគោរពតាមសន្យាហើយអាចចង់មកទៀតគ្រាន់តែលេងសើចជាមួយឯងស្មានតែមែនទេណាថ្ងៃនេះយើងគ្មានពេលកណ្ដោឯងលេងទេយើងឲ្យឯងទៅនៅដេកចុះដេកចុះខ្ញុំជាអ្នកប្រុសនៃតកូលចាំងឯងហ៊ានឲ្យយើងដេកចុះនិយាយម្ដងទៀតឲ្យឯងដេកចុះភ្លាមនេះមិនដឹងថានិយាយយ៉ាងម៉េចជាមួយនឹងនាងទេប្រសិនបើមានការអីត្រូវនិយាយឆាប់និយាយមកទៅចាប់ពីថ្ងៃនេះទៅខ្ញុំសម្រេចចិត្តថានៅជាមួយបងហើយខ្ញុំមិនខ្វល់ថាបងជាអ្នកណាទេ
លីងសុំទោសណាប្រហែលឆ្នាំនេះធ្វើនៅលំបាកហើយទុកចិត្តចុះខ្ញុំហ៊ានស្បត់ប្រកាសជារំចុះបាយឲ្យនាងឡាឋានសួគ៌វិញជាមិនខាន លោកពិតជាកំ pl ាញណាឬមួយក៏លោកចង់ឲ្យខ្ញុំធ្វើជាទេពអប្សរ តាមពិតនាងជាទេពអប្សរនៅឋានលើ បានហើយនិយាយសាច់ការឲ្យត្រឹមត្រូវជាមួយនឹងលោកណែលោកមានឋានៈជាស្អីខ្ញុំមិនដឹងថាលោកឬក៏មិនចាប់អារម្មណ៍ដែរប៉ុន្តែថ្ងៃក្រោយលោកឈប់ធ្វើជាអ្នកសំទានបានទេ នៅហាមកនិយាយខ្ញុំមានបដិសេធឥឡូវនេះណាខ្ញុំទៅងត់ទឹកសិនហើយឡាស់សម្ភារបំពាក់ផ្សេងណាណែលបងព្រះស្ដេចសូមអបអរអ្នកចង់ធ្វើស្អីហ្នឹងហ៎លបងព្រះស្ដេចកុំឲ្យយល់ច្រឡំខ្ញុំមិនមែនជាផ្ទើយទេខ្ញុំនៅទីនេះយកវត្ថុទើបឲ្យឯងរបស់នេះណាគឺ5ពវពលឹងឲ្យតែទេពអប្សរលីងលៀបតែបន្តិចណាប្រកាសជាយល់ជាមិនខានទេណាប្រើទៅហ៎យ៉ាងម៉េចហ៎អូហ៎តែឯងកុំកខ្វក់ជាងនេះទៀតណាហើយប៉ុណ្ណឹងមិនក្រន់ទៅនិយាយសាការវិញយើងចង់ឲ្យលីងឲ្យឡើងឋានលើវិញរឿងនេះពីដំបូងទេពអប្សរលីងមានបាបកម្មផ្ដាច់និស័យអប្សរតាមទ្រឹស្ដីមិនអាចត្រឡប់ទៅវិញប៉ុន្តែបើសិនជាត្រូវធ្វើអញ្ចឹងមែនមិនជប់បាយមិនមែនគ្មាននោះទេណាគ្រាន់តែដឹងលបងស្ដេចព្រះហាលំហងលះបងបន្តិចទៅដូច្នេះទៅបានគឺមានតែលបងស្ដេចព្រះទេលះបងនោះអីយ៉ាឯងចាំធ្វើស្អីហ្នឹងអីយ៉ាលបងព្រះស្ដេចកុំរំភើបពេកយើងចង់និយាយថាបងមានមនុស្សសុខចិត្តរងគ្រោះធម្មជាតិជំនួសទេពអប្សរលីងលះបងជីវិតដើម្បីគេអញ្ចឹងនាងទៅអាចឡើងឋានសួគ៌វិញបានជាមិនខាននោះទេណាយើងខ្ញុំចុះមានវិធីនាំគ្រោះមហន្តរាយមិនរកបាយតែមួយគត់ក៏ប្រើគុជ3ខៀបើប្រណេតទុកវេទនានៅឋានសួគ៌បើអញ្ចឹងគឺអាចតាក់ទាញផ្គោលាត់បានជាមិនខានទេអញ្ចឹងគុជ3ខៀវាស្ថិតនៅក្នុងដៃរបស់សឿខុងនៅក្នុងពិភពមនុស្សណាលោកកុំសួរខ្ញុំរឿងតាសឿខុងនៅឯណាយើងអាចនិយាយបានតែប៉ុណ្ណឹងសល់មកបន្ទាប់គឺរំជុំបាយខ្លួនឯងទៅតាសឿខុងគុជ3ខៀនៅមានរឿងមួយទៀតឋានសួគ៌ចង់ឲ្យលោកជួយយកចិត្តទុកដាក់បន្តិចទៅតើពួកឯងមានភាពខ្វះអៀនទេពួកឯងសិតតែអតិថិនៅឋានសួគ៌បែរជាឲ្យមនុស្សលោកជួយអាយ៉ារឿងនេះមានតែឯងទេទៅធ្វើបានតែនៅចាំទេគឺបីសាយតាំងពីរាប់ពាន់ឆ្នាំមុនឯងនៅចាំដែរទេប្រកាសជាចាំនៅពេលនោះយើងមើលអាឡិតនោះអាកប្បកិរិយាទទួលកំហុសហើយសំរុំល្អយើងក៏លើកលែងការស្លាប់ឲ្យគេទៅយើងក៏កំណែតម្រង់ឋានលើទៀតផងណាកាយតម្រង់លបងព្រះស្ដេចម្ដងនោះគឺឯងរំលងភ្នែកហើយបីសាច់ពីមុនព្រះស្ដេចបានសង្គ្រោះជីវិតឯងឥឡូវនេះឯងបែរជាមកធ្វើរឿងអញ្ចឹងព្រះស្ដេចមានរូបរាងខ្លាចទៅជាមនុស្សលោកយើងមានរស័យដែលត្រូវខ្លាចនោះយើងទៅមុខមួយជំហានចាំយើងមកវិញយើងនឹងធ្វើឋានសួគ៌នេះកលាប់ចាក់តែម្ដងហើយចាំទៅមើលចុះអាយ៉ាអាឡិតនោះហ៊ានរត់ទៀតឯងកុំឲ្យយើងជួបគេឲ្យសោះណាយើងនឹងធ្វើឲ្យគេខ្លាចទៅជាស្ត្រីវិញជាមិនខានទេបើសាយរត់គេខ្លួននោះជារឿងតូចតាចខ្ញុំខ្លាចតែពិភពលោកនេះពោពេញទៅដោយជួបបង្ហូរឈាមអធិរាជសង្ឃឹមថាឯងអាចចាត់ការវិធានការនេះបានប្រុសចំណាស់តូចនេះពិតជាមានច្រើនណាស់យើងខ្ជិលនិយាយយ៉ាងម៉េចសង្ឃឹមថាលោកអាចពិចារណាបានទៅចុះពិតជាពិបាកមែនបានឆាប់ទៅកុំលួចមកយើងងត់ទៅអាយ៉ារបស់ត្រាប់ទាំងនេះសិតជាកំណត់ត្រាប់របស់លោកពិតជាពេលអ្នកសំទានមែននេះសិតតែរបស់មិត្តភក្តិខ្ញុំមានសិទ្ធិប្រើប្រាស់បើសិនជានាងចូលចិត្តមែនខ្ញុំឲ្យមិត្តភក្តិរបស់ខ្ញុំជូននាងទាំងអស់ចុះស្មានមកដល់លោករៀបចំខ្លួនតែងតិចពិតជាសង្ហាមែននោះប្រកាសហើយខ្ញុំបានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ពីមានឋានសួគ៌អរិយាពេល10ឆ្នាំជាប់គ្នាខ្ញុំបានឈ្នះការប្រឡងព្រះសង្ហាបំផុតប៉ុន្តែនាងក៏មិនអន់ដែរមានរហស្សនាមថាទេពអប្សរដ៏ស្រស់ស្អាតបំផុតនៅឋានសួគ៌នាងត្រូវជ្រើសរើសសម្រាប់អាណត្តិនេះច្រើនណាស់ខ្ញុំសង្កេតឃើញថាខ្ញុំនៅជាមួយលោកពិតជាសប្បាយខ្លាំងណាស់តាមពិតទៅអ្វីដែលខ្ញុំនិយាយជាការពិតខ្ញុំជឿសូម្បីតែទេវតាក៏បងអាចដោះស្រាយបានដែរតែមែនទេខ្ញុំបាននិយាយហើយខ្ញុំជាអ្នកឲ្យទេវតាទ្រព្យធ្វើបើសិនជានាងមិនជឿទេខ្ញុំនឹងឲ្យគេបង្ហាញខ្លួននាងមើលនាងនឹងសង្ស័យខ្ញុំហ៎នាងកុំភ័យឲ្យសទេវតាទ្រព្យចេញមកលបងស្ដេចព្រះហើយរកខ្ញុំមានការអីឆាប់បង្ហាញខ្លួនឲ្យប្រពន្ធខ្ញុំមើលភ្លាមទៅបានឲ្យខ្ញុំផ្លាស់សម្ភារបំពាក់សិនទៅទេវតាទ្រព្យនឹងមកដល់នាងប្រងឲ្យទៅធ្វើយ៉ាងណាកុំឲ្យភ័យដោយសារគេខ្ញុំទទួលទូរស័ព្ទសិនថាម៉េចខ្ញុំទៅឡើងហើយតើមានរឿងអីកើតឡើងខាងមន្ទីរពេទ្យប្រាប់ថាលោកតាខ្ញុំគ្មានសង្ឃឹមទេណែនាងកុំទឹកហត់ពេកខ្ញុំទៅជាមួយនាងហើយទេវតាទ្រព្យឯងកុំមកអីកុំភ្លេចទៅនិយាយជាមួយយមរីមួយម៉ាត់ផងខ្ញុំប្រហែលជាមានរឿងត្រូវរកគេដេញស៊ីបាត់មាត់មនុស្សប្រុសធ្វើការមនុស្សស្រីកំលុកមាត់អោនចុះខ្ញុំដេញអីយើងប្រាប់ឯងបើមានលើក្រោយសូមបីធ្វើជាចណ្ដើកឯងក៏គ្មានសិទ្ធិធ្វើដែរចេញទៅវាចេញទៅក្រៅភ្លាមទៅឯងម្នេះ
ម្រាមជើងយើងគឺត្រៀមរួចរាល់ហើយសម្រាប់ឯងណាខ្ញុំហ៎យ៉ាងម៉េចត្រូវការយើងជួយដែរទេរឿងរ៉ាវថ្ងៃនេះចប់ត្រឹមនឹងបានហើយលេងនាងនាំគេទៅចាត់ទុកថាគ្មានរឿងអីកើតឡើងទេចុះគ្មានរឿងអីកើតឡើងអញ្ចឹងហ៎យ៉ាងម៉េចហើយពួកឯងលេងសើចជាមួយនឹងយើងហ៎ពួកខ្ញុំមិនបានលេងសើចជាមួយឯងទេយើងគ្រាន់តែនិយាយធម្មតាមិនចេះចការទេហ่ะមើលទៅពួកឯងជាមនុស្សមិនគោរពពាក្យខ្លួនឯងចាត់ការមនុស្សដូចជាពួកឯងជាវិធីល្អបំផុតគឺចាត់ការផ្លូវហិរញ្ញវត្ថុរបស់គ្រួសារសៀវឯងទោះបីជាឯងមានជំនាញបន្តិចក៏ដោយតែគ្រួសារមានថ្ងៃនេះក៏មិនមែនដោយអ្នកសុំទានឯងនិយាយបំផ្លាញគឺបំផ្លាញហើយឬមួយឯងចង់យកភ្លើងមកដុតផ្ទះគ្រួសារសៀវយើងអាយ៉ានោះមិនបាច់ទេទេវតាទ្របឆាប់ចេញមកអើយលោកព្រះស្ដេចអើយរកយើងមានការអីគ្រួសារសៀវគុណធម៌មិនសមនឹងមុខតំណែងទេបំពេញនឹងការសន្យាយើងឲ្យឯងផ្ដាច់ហិរញ្ញវត្ថុរបស់គ្រួសារសៀវមិនឲ្យរីកចម្រើនតទៅទៀតមិនអីទេយើងដកហូតសរសៃហិរញ្ញវត្ថុរបស់គ្រួសារសៀវយ៉ាយ៉ាណែបាញ់មកនោះជារបស់ស្អីទៅខុសចេញទៅបាត់ហើយផ្លូវជួបចុះហិរញ្ញវត្ថុរបស់គ្រួសារសៀវត្រូវផ្ដាច់ហើយរងចាំតែខ្សែធនទៅនេះគ្រាន់តែជាល្បិចស្មិនភ្នែកតែប៉ុណ្ណោះទេគ្រួសារសៀវយើងមានថ្ងៃនេះពឹងផ្អែកទៅលើការខិតខំប្រឹងប្រែងរបស់សៀវទីនធានយើងគឺសៀវទីនធានណាថាម៉េចលោកម្ចាស់លោកម្ចាស់យ៉ាងម៉េចហើយយ៉ាងម៉េចនឹងនេះជាពីហូនគ្រួសារសៀវយើងដូចរលំទាំងអស់អើយចង្វាក់មូលនិធិរបស់ខ្ញុំក៏បានកាត់ផ្ដាច់ទាំងអស់ដែរគ្រួសារសៀវយើងខ្សែធនហើយគ្រួសារសៀវយើងខ្សែធនហើយថាម៉េចហ៎មិនមែនទេអីខ្សែធនហើយចប់ហើយចប់សពគ្រប់អស់ហើយគិតយ៉ាងម៉េចទៅលោកម្ចាស់ទេពអប្សរតូចដល់លេងពួកខ្ញុំទៅលើកលែងទៅឲ្យពួកខ្ញុំទៅលើកលែងទៅឲ្យគ្រួសារសៀវម្ដងទៅពួកខ្ញុំដឹងខុសហើយខ្លាចហើយមែនទេមនុស្សដូចជាពួកឯងនេះស័ក្តិសមទៅសុំទានខ្លាំងណាស់ហើយលេងគួរនិយាយពី3ម៉ាត់លោកតានេះកំពុងតែដេកនៅក្នុងមន្ទីរពេទ្យនៅឡើយទេរាល់ថ្ងៃត្រូវការថ្លៃព្យាបាលគឺជារៀងរាល់ថ្ងៃបើសិនជាគ្រួសារយើងខ្សែធនលោកតានេះប្រកាសជាជាប់ហើយចាត់ទុកថាប៉ាមវល់ទៅចុះណាប៉ាលុតជង្គង់សុំវល់ឯងយកយល់ដល់គ្រួសារសៀវយើងបើមិនចឹងទេគួរតែយកយល់ដល់តារបស់នេះផងលោកតាគាត់ល្អចំពោះខ្ញុំណាស់បើសិនជារឿងនេះពាក់ព័ន្ធនឹងឯងតើលោកអាចសៀវទីនធានឯងស្ដាប់យើងឲ្យច្បាស់យើងធ្វើនេះដោយសារតែយកយល់ដល់លីងទេយើងផ្ដល់ឱកាសគ្រួសារសៀវម្ដងទៀតបើសិនជាមានលើកក្រោយទៀតប្រកាសជាគ្មានសំណាងអញ្ចឹងទេល្បងទេវតាទ្របប្រកុលផ្លូវជិះចុះហេបរ៉ៃវត្ថុឲ្យពួកគេវិញលីងពួកយើងទៅលោកម្ចាស់គិតយ៉ាងម៉េចទៅភាគហ៊ុនគ្រួសារសៀវយើងបានធ្លាក់ចុះដល់កម្រិតហើយពិបាកនឹងឡើងវិញណាឬមួយក៏ជាគេពិតជាទេវតាទ្របមែនគេពិតជាម៉ាគេពិតជាមានសមត្ថភាពខ្លះមែនខ្ញុំទទួលស្គាល់ទេវតាទ្របនេះវាដូចជារឿងអាក់កំបាំងពេកហើយនេះឯងឆាប់មើលភាគហ៊ុនមើលទៅលើហ្នឹងនេះនេះស្អីគេឡើងមកវិញហើយគឺកន្លែងនេះនេះជាផ្ទះរបស់ឯងដើម្បីច្បាស់លាស់នេះជាផ្ទះរបស់ពួកយើងថ្ងៃក្រោយមកអង្គុយទៅខ្ញុំទៅយករបស់តាមមកផ្លឹកចាំខ្ញុំណាហើយតើខ្ញុំរំភើបពេកតែដឹងតែនេះចូលចិត្តផឹកស្រាសំប៉ៃនេះទេឬក៏ស្រាក្រហមព្រះនាងវាមិនខិតទេផឹកស្រាសំប៉ៃទៅម៉ាក់ស្រាសំប៉ៃនេះមានរសជាតិខ្លាំងណាស់ហើយរសជាតិពិសេសទៀតផងមកផឹកឲ្យសម្រាប់មកមិនមែនទេខ្ញុំចង់សួរមួយម៉ាត់ទៀតលោកជាអ្នកសុំទាននោះចាំបាច់សួរបើសិនជាខ្លាចខ្ញុំនឹងធ្វើជំនួសវិញខ្ញុំជាអ្នកសុំទាន3ឆ្នាំអាជីពមកហើយខ្ញុំស្គាល់មនុស្សជាច្រើនឥឡូវនេះអ្នកសុំទានរកប្រាក់បានច្រើនណាស់មែនទេមានកំយល់ច្រឡំណាខ្ញុំជាអ្នកសុំទានបំផុតនៅលើโลกនេះហើយឈ្មោះរបស់ខ្ញុំគ្មានទ្រព្យសម្បត្តិអ្វីតខ្លួនផ្ទះនេះរបស់ទាំងអស់នេះសុទ្ធតែជាមិត្តភក្តិជាអ្នកឲ្យខ្ញុំអាចប្រើវាដោយគ្មានដែនកំណត់អញ្ចឹងបានសេចក្តីថាលោកដូចជាខ្ចីគេនោះទេសោះអភ័យតោះខុសក្បាលខ្ញុំដូចជាច្បុកច្បាល់អើយពេលវេលារបស់លោកតាបានមកដល់ហើយរៀបចំចាត់ចែងទៅនេះមានវិធីផ្សេងទៀតដែរទេយើងអស់ពីលទ្ធភាពហើយតែនេះគេធ្វើយ៉ាងម៉េចទៅមានតែលោកតាទេដឹងលេខសម្ងាត់តែម្នាក់គត់ប្រអប់នេះមិនអាចយកចេញដោយបង្ខំទេបើសិនជាគាត់ស្លាប់ប្រអប់នេះប្រកាសជាដោះចេញមិនបានទេវិជ្ជាបណ្ឌិតស៊ីខ្ញុំដឹងថាលោកចេះបច្ចេកទេសមួយមនុស្សស្លាប់ហើយអាចធ្វើឲ្យរស់ឡើងវិញបានខ្ញុំមានបច្ចេកទេសសម្ងាត់នេះជាបច្ចេកទេសហំខាត់ហើយយកមនុស្សចិត្តស្លាប់ជាបាល់ដោយបច្ចេកទេសដើម្បីសង្គ្រោះជីវិតគេប៉ុន្តែរងការឈឺចាប់បន្តិចអញ្ចឹងលោកនឹងចាំឲ្យទៀតឲ្យឆាប់ឡើងទៅលោកស្រីពិចារណាឡើងវិញពីព្រោះគាត់គឺគ្មានឱកាសរស់ឡើងវិញទេហើយឲ្យចាំបាច់ឲ្យគាត់រងការឈឺចាប់ដោយសារសម្នឹកឆ្អឹងបែបនេះអញ្ចឹងតាកាចាអីមិនក៏រញ៉េរញ៉ៃម្លេះមិនមែនឲ្យតាឯងឈឺឯណាប្រញាប់ឡើងឲ្យគាត់អាចនិយាយពី1ម៉ាត់ទៅឲ្យឆាប់ឡើងនេះលោកម្ចាស់ផ្ទះនេះធ្វើតាមពួកគេនិយាយចុះ
ឈប់សិនឯងស្រីស្អីហ្នឹងគាត់គឺជាវិជ្ជាបណ្ឌិតដ៏ល្បីឈ្មោះឯងនៅគាត់ធ្វើអីឲ្យគាត់ជាបានលោកតាឯងដឹងទេកុំស្មានថាយើងមិនដឹងមកជុលនេះគឺចាក់ទៅលើលោកតាគឺឈឺចាប់ពេញខ្លួនស្មានថាយើងមិនដឹង ទោះយ៉ាងណាក៏សង្គ្រោះគាត់មិនរត់ដែរមានតែឲ្យគាត់ញាក់ឡើងប្រាប់លេខសម្ងាត់រួចហើយក៏ស្លាប់ទៅ លោកប៉ាឲ្យគេធ្វើរឿងខុសខើយ៉ាងចឹងហ៎ នេះក៏ជាគំនិតយើងដែរមានតែលោកតាទេដឹងលេខសម្ងាត់នេះបើសិនជាគ្មានគាត់ទេប្រអប់នេះបើមិនបានគិតទេ លោកតាគឺជាបព្វការរបស់លោកប៉ាបើលោកប៉ាធ្វើបែបនេះដាក់គាត់តែមានមនស្សការកម្រិតនេះធ្វើជាមេដាបរិសុទ្ធអីឆាប់ចេញទៅបាត់ទៅយើងមិនដែលធ្វើឲ្យលោកតាឈឺចាប់ទេព្រោះអីប្រអប់នេះបើផ្ទាល់ដៃគឺមិនបានទេនិយាយឲ្យខ្លីទៅគឺមានតែបិទបាត់ទៅនឹងជាអ្នកក្រៅមិនតដល់ថ្នាក់នេះនិយាយទេមកគឺជានាមមិនគាត់និយាយពាក្យនេះជាមួយនឹងម៉ាក់ឯងគ្មានស្គាល់ចាស់ទុំមានស្មារតីចាក់ចេញពីគ្រួសារសៀវហើយមិនទុកយើងជាឪពុកឯងសៀវទីនធានពិតជាតម្លៃជាឲ្យផ្លេចស្នាស្នាមឲ្យមិនដែរទេយ៉ាងម៉េចចង់សាក់លបងម្ដងទៀតឯងពីរជាតិខ្សែធននោះឯងឈប់នៅទីនេះបំភ័យយើងទៀតទៅយើងប្រាប់ឯងគាត់ស្មានតែល្បីកពើកពើរបស់ឯងយើងមិនដឹងនោះបាញ់គ្រាន់បានធ្វើឲ្យគ្រួសារសៀវយើងខ្សែធនម្ដងទៀតទៅមើលល្អឯងប្រកាសហើយបានហើយឯងឈប់នៅទីនេះសម្ដែងទៀតទៅឯងកុំស្មានថាពួកយើងមិនដឹងនោះល្បីកពើកពករបស់ឯងនេះជឿលីងជឿយើងនឹងសិនសុនគឺមិនឆ្នាំនេះគឺជាល្បិចស្ពិតនៃរបស់ឯងទេនៃតម្លៃភាគហ៊ុនគ្រួសារសៀវយើងរឿងនេះគ្រាន់តែជាការចែកដន្យទេគាត់ជួនឯងគ្រាន់តែជួបតែចែកដន្យទោះបីជាគ្មានឯងភាគហ៊ុនគ្រួសារសៀវយើងក៏កាន់ឡើងរហូតនឹងពួកចៅម៉ាស៊ីនធ្វើជាអ្នកចែកគ្រាន់បើអញ្ចឹងយើងឲ្យពួកឯងភ្លុករសជាតិខ្សែធំម្ដងទៀតទៅចុះណាលោកតាភ្ញាក់ហើយវាជាបណ្ឌិតសៀមិនក៏មិនទាន់ដឹងខ្លួនហើយទោះបីជាប្រើបច្ចេកវិទ្យាខាត់ឈាមក៏មិនលើកណាមិនកើតដែរលោកម្ចាស់គឺមានតែស្លាប់ទេស្លាប់ហើយចាប់ហើយវត្ថុទៅមួយប្រាប់នេះគិតយ៉ាងម៉េចទៅចំណុចសៀឬមួយក៏គ្មានវិធីផ្សេងទេឲ្យតែលោកអាចធ្វើឲ្យគាត់ហាមមកនិយាយមួយម៉ាត់នោះគ្រាន់តែជាពាក្យមួយម៉ាត់យើងប្រាប់លោកប្រមាណក៏បាននេះមិនមែនបញ្ហាប្រទេមនុស្សពិតជាស្លាប់ហើយទោះជាមានពេទ្យមកពីឋានសួគ៌ក៏មិនអាចរស់ឡើងវិញដែរអាយ៉ាចប់ហើយសិលញទៅលោកតានៅរស់ស្រឡាញ់ឯងខ្លាំងណាស់គាត់មានយកលេខសម្ងាត់ប្រាប់នាងដែរទេត្រូវហើយនាងប្រកាសជាដឹងលេខសម្ងាត់នេះហើយនាងចាប់ប្រាប់យើងមកនាងកុំយកតែម្នាក់ឯងណាមិនទេកូនប្រុសថោកទៀតនិយាយជាមួយប្រពន្ធយើងត្រូវមានការគួរសមតិចទៅអាចង្រៃឯងនេះហ៊ានវាយម្ដាយរបស់យើងផងឯងមិនចឹងជាវាយទាំងឯងទៀតប្តីប្រុសលោកបិទមាត់ទៅអីយើងនិយាយម្ដងទៀតបានអ្នកណាហ៊ានប៉ះពាល់លេងទៀតយើងនឹងបោះស្វែងម្នាក់នោះបើមិនជឿសាឡបងមើលសាឡបងទៅពួកឯងកុំឆ្លោះគ្នាបានទេពេលនេះលោកតាស្លាប់បាត់ទៅហើយសូមឲ្យគាត់ទៅបាត់ស្ងប់ទៅលោកទៅមិនតាន់តែចាក់ខ្លាំងទេប្រកាសចាក់សង្គ្រោះមកវិញបងនិយាយថាម៉េចទៅចិត្តចុះខ្ញុំមានវិធីអាចឲ្យលោកតារបស់នេះរស់ឡើងវិញមិនមែនខ្ញុំស្ដាប់ច្រឡំទេឯងនិយាយថាឲ្យមនុស្សស្លាប់ហើយរស់ឡើងវិញបានអញ្ចឹងហ៎យើងមើលទៅមានមនុស្សខ្លះពឹងលើមាត់ខ្លះប្រើល្បិចភូតកុហកយើងស្នើសុំឲ្យឯងទៅពិនិត្យខួរក្បាលសូម្បីតែមនុស្សល្ងងក៏ដឹងដែរមនុស្សស្លាប់ទៅហើយតែអាចរស់វិញបានទេហាឯងគិតមើលទៅឯងគ្មានអីអស្ចារ្យទេជឿលេងនាងមើលនេះជាប្រុសល្អដែលយើងរកបានបោកប្រាស់ភូតកុហកហើយខ្លាចបន្លំនឹងលួចលាក់ថ្ងៃក្រោយអញ្ចឹងទៅកុំនិយាយថាយើងជាគ្រួសារសៀវណាឯងនៅខ្លាចខ្មាស់គេអ្នកដែលដេកលើក្រេគឺជាឪពុកម្កាត់ឯងដើម្បីផលប្រយោជន៍បន្តិចសូម្បីតែឈាមក៏មិនខាត់ហើយប្រើលើឪពុកម្កាត់ខ្លួនឯងតាមយើងមើលទៅលោកមិនសមជាមនុស្សទេអីនេះជារឿងគ្រួសារយើងឯងគ្រាន់តែជាអ្នកក្រៅគំនុកមាត់រឿងរបស់លេងជារឿងរបស់ខ្ញុំហើយចាញ់កុំរំខានជាសង្គ្រោះមនុស្សព្រៃប្រាស់ឯងហ៊ានច្រានយើងហ៎បិទមាត់បើហ៊ាននិយាយមួយម៉ាត់ទៀតប្រយ័ត្នយើងហែកមាត់ឯងអ្នកសុំទៀតតូចតែម្នាក់ហ៊ានខ្វះការគួរសមចំពោះយើងពីលោកហៅមនុស្សមហៅពួកឆ្កែឈួតនេះមកឲ្យយើងឲ្យមកវាយតបមនុស្សឈួតនេះក្រែងពួកគេវាយតបសម្រាប់ណារបស់ឆ្កែយើងនាំទីពេទ្យយើងជួបបញ្ហាខ្លះរំខានឯងនាំមនុស្សពីរនាក់មកអរគុណហើយអរគុណខ្លាំងណាស់ណាបាទអរគុណអានេះសុំទៀតយ៉ាងไรម្ដងនេះឯងប្រកាសជាស្គាល់ឆ្នាំខ្លាំងម្ដងហើយចាំតែមើលចុះណាទាំងអស់គ្នាឈួតហើយមែនទេលបងឆ្កែគឺជាមនុស្សយ៉ាងម៉េចពួកឯងមិនដឹងទេសង្គ្រោះមនុស្សសំខាន់ជាងមកចាប់ដៃលោកតាជាប់មុនពេលគាត់ដឹងខ្លួនដៃខាត់ក៏មិនធូរដៃអសោះណាជឿខ្ញុំអាយ៉ានឹងធ្វើពុតទៀតឯងស្មានតែចេះល្បិចស្ពិនភ្នែកមែនទេគឺទេវតាហើយអត់យើងជួយពីឯងកុំតែអាសាចង់ជួយយ៉ាងម៉េចក៏ជួយមិនបានដែរអាចជួយមនុស្សស្លាប់ឲ្យរស់ដែរមិនអាចទៅរួចទេមិនខុសទេវិជាពេទ្យពិតជាអាចជួយមនុស្សឲ្យរស់ដូច្នេះខ្ញុំអាចរកវិធីផ្សេងឯងប្រើវិធីពេទ្យឬក៏វិធីវេទមន្តទៅបើសិនជាឯងអាចជួយមនុស្សស្លាប់រស់ឡើងវិញបាននោះខ្ញុំនឹងលុបពីមួយនេះចុះទៅក្រោមអាយ៉ាគិតខ្ញុំមួយផងបើសិនជាឯងជប់លោកតាឲ្យរស់ឡើងវិញខ្ញុំនឹងកូនប្រុសខ្ញុំលើដើម្បីអបអរឯងឯងសង្គ្រោះមិនរស់ទេឯងត្រូវតែស្រាតសម្ភារបំពាក់របស់ឯងលូនចេញពីទីនេះពី3ជុំចាំរបស់ឆ្កែមកចាំចាត់ការឯងឲ្យទាល់តែស្លាប់ណាអាយ៉ាកូនប្រុសនេះជាកំណត់ល្អណាស់សៀវលេងដល់ពេលនោះនាងនឹងអ្នកសុំទាននោះបងស្រីខ្ញុំមានរឿងស្អាតយ៉ាងនេះឬក៏ចាំលោកបងឆ្កែមករៀបចំដង្វាយជូនគាត់នេះក៏ចាត់ទុកថាបងស្រីរបស់យើងគឺមានប្រយោជន៍ខ្លះហើយឥឡូវនេះយើងមិនចាំប្រកែកជាមួយពួកឯងទេប៉ុន្តែពួកឯងត្រូវចាំពាក្យសម្ដីដែលនិយាយបាញ់មិញយើងសង្ឃឹមថាពួកឯងមិនបំភ្លេចទេដូច្នេះពួកឯងចាំបើកភ្នែកមើលច្បាស់ទៅស្ដេចឋាននរកថ្ងៃនេះយើងចង់បានមនុស្សពីឯងដូច្នេះហើយឯងឆាប់បង្ហាញខ្លួនភ្លាមនេះលបងព្រះស្ដេចតើសុខសប្បាយដែរទេមានការអីផ្ដាំមកចូលដល់យើងឲ្យឯងប្រគល់ព្រលឹងលោកតាតកូលសៀមមកវិញបាទថ្នាក់លើមិនទោសទុកឲ្យយើងទទួលខុសត្រូវចុះលបងស្ដេចព្រះនិយាយលេងសាយពេកហើយឥឡូវនេះខ្ញុំនឹងអនុញ្ញាតពីអាខ្មៅនិងអាសតទៅចាត់ការរឿងនេះអរគុណហើយបើអញ្ចឹងទៅសិនហើយ
នេះមានរស័យកាលឡើងទៅដូចជាដេកយល់សពយ៉ាងចឹង អីយ៉ាមិញនេះណាម៉ាក់ឃើញមានមនុស្សសម្បល់ខ្មៅមួយចូលមកហើយក៏នាំម្នាក់ចូលមក សំ ដែរ ទានសំអុយបាញ់មិនឯងបាននិយាយស្អីធ្វើលោកតាភ្ញាក់ដល់ខ្លួនមែនទេឥឡូវនេះតាឯងនិយាយស្អី លោកតា នេះពិតជារស់ឡើងវិញវិញលី លោកម្ចាស់លេខសម្បត្តិកលេខប្រហែលកុំឲ្យលោឡាបាត់ទេលោកតាទៅតែភ្ញាក់ពួកឯងនៅស្ងៀមតិចទៅបាត់ទេ យ៉ានាងបិទមាត់ទៅលោកតាលេខសម្ងាត់លេខប្រមាណ0 0096លោកតាភ្ញាក់ឡើង កុំរំអីលោកតាគ្រាន់តែសុខភាពខ្សោយពេកដេកស្លាប់មួយសន្ទុះសម្រាប់ពីថ្ងៃក្រោយហើយ លោកតា ហានេះជារបស់ស្អីជាសាយឬក៏កាតធនាគារ បើមើលទៅប្រកាសជាដឹងហើយ លិខិតអញ្ជើញលោកតាចាត់ទុករបស់នេះជាវត្ថុទៅហ៎លិខិតអញ្ជើញក្លឹបលីងជូហ៎ក្លឹបលីងជូតើជាស្អីទៅណោះផ្លោមធំមិនត្រូវនិយាយពីប្រាទេក្លឹបលីងជូជាក្លឹបធម្មតាមិនអាចប្រើពាក្យអាក្រក់បានទេបើសិនតាសឿខុងដឹងពួកឯងប្រកាសជាគ្មានជីវិតរស់ទេតាសឿខុងលោកនិយាយនេះគឺស្នាក់ការកណ្ដាលនៃនិកាយរបស់តាសៀតាសឿខុងមែនទេរឿងនេះគួរតែនិយាយពីកាលពី3ឆ្នាំមុនបាតុភូតឋានសួគ៌បូកគុជវិធីមួយគ្រាប់មានផ្ទៃពោះនឹងកើតកម្លាំងផ្សេងដែលកើតមកដោយកំពុងតែប្រជែងគ្នាតាសឿខុងដឹកនាំក្រុមកូនចៅហើយប្រយុទ្ធឈ្នះនឹងសត្រូវហើយបានដាក់គុជព្រះវិហារសួរនេះនៅក្នុងខោប៉ៅរបស់គេហើយបើឆ្នាំក្រោយនឹងរៀបចំកិច្ចប្រជុំជូរឡើងពួកគេប្រមូលផ្ដុំគ្នាធ្វើសន្និសីទមួយខ្ញុំយល់ហើយបើមានលក្ខិតអញ្ជើញនេះហើយគ្រួសារសៀយើងអាចចូលរួមនៅក្នុងក្លឹបលីងជូបានដល់ពេលនោះតោងជាប់នឹងនរណាម្នាក់ក្នុងចំណោមពួកគេអញ្ចឹងគ្រួសារសៀយើងប្រកាសជាអាចហោះល្មេឃ ពិតជាល្អហើយបើអញ្ចឹងពួកយើងនឹងខ្លាយទៅជាអ្នកមាន នៅលើលក្ខិតអញ្ជើញនេះសរសេរដូចជាឈ្មោះលីងនៅលើលក្ខិតអញ្ជើញនេះសរសេរដូចជាឈ្មោះលីងនោះវាយ៉ាងម៉េចយើងក៏ជាលោកម្ចាស់នៃគ្រួសារសៀវយើងមានសិទ្ធិសម្រេចលិខិតអញ្ជើញនេះអ្នកណាជាម្ចាស់វា លេងសិងបានហើយខ្ញុំមកខ្វល់ពីរឿងទាំងអស់នេះទេខ្ញុំគ្រាន់តែចង់ថែរក្សាលោកតាឲ្យបានល្អតោះយើងនាំលោកតាទៅផ្ទះឈប់សិនចង់នាំលោកម្ចាស់ទៅណាមុននឹងទៅត្រូវធ្វើកិច្ចសន្យាមួយសិនបកគលឲ្យកូនប្រុសរបស់យើងដើម្បីថ្ងៃក្រោយកុំឲ្យមានអ្នកលើករឿងនេះមកនិយាយទៀតត្រូវតែធ្វើកិច្ចសន្យាឲ្យបានត្រឹមត្រូវយល់ទេ ត្រូវហើយលិខិតសន្យាត្រូវតែសរសេរមិនចឹងទេកុំចេញទៅឲ្យសោះ ពួកឯងកុំធ្វើជ្រុលហួសពេក គ្រាន់តែសរសេរលិខិតមួយច្បាប់បាត់នេះនិយាយត្រូវមើលទៅនាងនិយាយមួយហើយគឺមានន័យផ្សេងហត់និយាយខ្លាំងណាស់ក្នុងចិត្តគិតយ៉ាងណានោះហេតុអីក៏គួរធ្វើបែបនេះអញ្ចឹងរឿងលិខិតអញ្ជើញមកវិញចាំនិយាយទៀតនៅមុននេះពួកគេប្រហែលជាភ្លេចអីអស់ហើយមើលទៅអាអ្នកសុំទានសំអុយចង់លេងល្បីស្អីទៀតហើយលោកតាគាត់ផ្ញើហើយសូមបងធ្វើតាមសន្យាលោតពីកន្លែងនេះទៅ មើលឯងនិយាយមិនបាច់មិញនេះយើងគ្រាន់តែនិយាយពាក្យលេងសើចប៉ុណ្ណោះហេតុអីក៏អាស្មោយសុំទានឯងចាត់ទុកជាការពិត តែនេះមានតែងងទេដែលជឿនោះមកនិយាយពីកិច្ចសន្យាសិនទៅបើមិនចឹងណែអាយ៉ាឈឺលេងឯងលេងឯង ឯងចង់ធ្វើស្អីកូនប្រុសជើ លេងបាញ់មិញយើងបាននិយាយគ្នារួចហើយតើដោយសារតែអ្នកមិនចង់បានភាពរំទុំអញ្ចឹងយើងនឹងជួយឯង កូនប្រុសអាអ្នកសុំទានសម្អុយថ្ងៃនេះយើងបដូរស្លាប់រស់ជាមួយឯងហើយ លោកម្ចាស់គ្រួសារសៀវខ្លួនឯងទៅឬក៏ចង់ឲ្យយើងជួយអាសុំទានសម្អុយយើងប្រាប់ណាឯងកុំហួសហេតុពេកដែលធ្លាប់លឺលំអឆ្កែឈួតទេគេជាមិត្តភក្តិរបស់យើងតែទៀតគេមកឯងប្រកាសជាល្អមើលហើយមើលទៅលោកម្ចាស់គ្រួសារសៀវគិតមើលតែសមរម្យដែរទេឯងមកមិនអីទេខ្ញុំជួយមកអើយកុំពិបាកចិត្តអីពួកគេមិនសមទេលោកគ្រូអាយ៉ាយើងមិនភ្លេចថាមានលោកម្នាក់ទៀតមិនលោកហៅយើងជាស្អីគឺលោកគ្រូលោកហៅយើងថាស្អីទៅគឺលោកគ្រូយកប្រឡូកក្នុងវិជ្ជាពេទ្យច្រើនឆ្នាំអះអាងថាគ្រូជំនាញផ្នែកពេទ្យតែថ្ងៃនេះខ្ញុំឃើញជំនាញរបស់ខ្ញុំគ្រាន់តែមានជំនាញតូចតាចប៉ុណ្ណោះគឺចាញ់លោកគ្រូឆ្ងាយណាស់សូមគោរពលោកគ្រូដែលមានជំនាញពីការស្លាប់រស់ឡើងវិញខ្ញុំសុខចិត្តបម្រើលោកឆ្វេងស្ដាំទទួលគោរពលោកហើយលោកឆាប់ក្រោកឡើងមកខ្ញុំបាននិយាយហើយតាមពិតខ្ញុំគ្មានជំនាញគ្រូអីទេលោកគ្រូបងមិនទទួលសើទេថ្ងៃនេះសិនរលត់ជង្គង់ស្លាប់នៅទីនេះក្រឡើងសិនទៅប្រាប់ខ្ញុំពីអ្វីដែលកើតឡើងនៅលើកិច្ចប្រជុំលើកនេះមកណាមកអូគុណលោកគ្រូតាសឿខុងកិច្ចប្រជុំលេងជូយើងកំពុងតែបារម្ភនឹងថារោគណែណាឥឡូវរោគដល់ខ្លួនឯង កំពុងរអ៊ូស្អីហ្នឹងបងមិនបាច់ខ្វល់ពីរឿងអយុត្តិធម៌ស្អីនោះទេហើយខ្ញុំក៏មិនចាប់អារម្មណ៍នឹងលីជូអីនោះដែរយើងរស់នៅជីវភាពប៉ុណ្នេះជីវភាពធម្មតាទៅគឺបានហើយ ក្មេងស្រីល្ងងនាងប្រកាសជាមានសុភមង្គលម្យ៉ាងទៀតថ្ងៃក្រោយរត់តែមានសុភមង្គលជាងនេះ ពេលនេះខ្ញុំមានសុភមង្គលណាស់ទៅហើយគឺមានវិជ្ជាបណ្ឌិតថែទាំមានបងជាអ្នកស្រឡាញ់ខ្ញុំជីស្រីមានសំណាងជាងគេលើលោក លេងមានតែចិត្តចុះខ្ញុំប្រកាសជាអាចធ្វើនេះឡើងឋានសួគ៌វិញហើយមានសុភមង្គលជារៀងរហូតទោះបីជាខ្ញុំអាចទៅជាមួយនឹងយើងគ្រប់វិនាទីលេងថ្ងៃស្អែកបងចេញទៅរៀបចំកិច្ចការខ្លះហើយប្រហែលជាយកបន្តិចទៅមកវិញនាងនៅផ្ទះចាំបងណា ខ្ញុំនៅផ្ទះចាំបងជារៀងរហូត
ចម្លែកមែននៅទីនេះមិនក៏មានចំហាយ3សាច់អាកញ្ចាស់ចាំងបាននិយាយហើយគេមិនបង្ហាញខ្លួននៅថាមនុស្សលោកទេ លីងស៊ីងលីងស៊ីង លីវ៉ាន់អើ ពិតជាឯងមែនបងលីងស៊ីងហេតុអីក៏មកក្លឹបលីជូដែរមិនក៏មិនទៅខាងនោះ ខ្ញុំចង់នៅទីនេះមើលបន្តិចទៀតបានទៅ មិនត្រូវទេខ្ញុំទីមើលបងប្រហែលជាគ្មានលិខិតអញ្ជើញទេនៅចិត្តពេកខ្លាចគេត្រូវឆែកឆេរមកមើល ត្រូវបាននាងមើលឃើញហើយប៉ុន្តែនាងមានលក្ខខណ្ឌអញ្ជើញតែមួយសន្លឹងប្រកាសជាគ្មានចូលបាយនំខ្ញុំទៅទេ យករបស់ខ្ញុំទៅទេ បានអញ្ចឹងដូចជាមិនល្អទេ ពីមុនបងធ្លាប់ជួយសង្គ្រោះជីវិតខ្ញុំពិតជាថ្លែងអំណរគុណចំពោះបងគ្រាន់តែលិខិតអញ្ជើញមួយប៉ុណ្ណោះគេចិត្តដេញថ្លៃហើយបងឆាប់ចូលទៅ អរគុណហើយ អើយលោកលេងខ្ញុំទៅលិខិតអញ្ជើញខ្ញុំបានឲ្យទៅលោកហើយតែលោកអាចឲ្យខ្ញុំទៅបានទេ តែមានរស័យទៅហេនេះគឺវ៉ាន់អឺតើតែមានរស័យកាលឡើង គាត់បានរកលិខិតអញ្ជើញខ្ញុំបានឲ្យលិខិតអញ្ជើញទៅគាត់ហើយប៉ុន្តែគាត់នៅប្រើដៃជើងជាមួយខ្ញុំទៀត អាំស៊ីឯនៅជាមនុស្សទេសូម្បីលក្ខខណ្ឌជើងក៏ឯងហ៊ានដណ្ដើមឯងចង់មកឆោតនៅទីនេះមើលតែឯងមិនចង់រស់ទេប្រហែលជាចង់រស់ទេ បងធ្លាប់ជួយសង្គ្រោះជីវិតខ្ញុំឲ្យលិខិតអញ្ជើញទៅបងបានហើយហេតុអីក៏បងចាំបាច់ធ្វើបាបខ្ញុំទៀត លិខិតអញ្ជើញនេះណាគឺនាងឲ្យខ្ញុំមិននេះតើនិយាយប្រាពេលថ្ងៃភ្លឺយ៉ាងនេះហ៊ានឆក់របស់គេហើយជាមនុស្សមិនចិត្តទុច្ចរិតឥឡូវចាំបកកាយទៀតឯងស្មានអ្នកនៅទីនេះសត្វតែមនុស្សដូចឯងគឺឯងទៀតហើយបើឯងចង់និយាយកុហកក៏រកហេតុផលឲ្យសមបន្តិចទៅអ្នកណាមិនដឹងលិខិតអញ្ជើញរបស់ក្លឹបលីងជូគឺមានតម្លៃតែអ្នកណាសុខចិត្តឲ្យគេនោះចប់ប្លន់របស់គេហើយនៅបកកាយទៀតអីមិនចេះខ្មាស់គេទេអីមនុស្សប្រភេទនេះមិនគួរលើកលែងទេមិនណាបាយគេស្លាប់ទៅបាយគេស្លាប់ទៅការគឺជំរាបទៅអ្នកទាំងអស់គ្នាស្ងាត់តិចលីងស៊ីងសុខសប្បាយជាទេអ្នកប្រជាងពិតជាអ្នកដឹកនាំដ៏ល្អម្នាក់រឿងនេះរៀបចំបានល្អណាស់ម្យ៉ាងទៀតរៀបចំតួសម្ដែងយ៉ាងល្អទៀតផងស្ទើរតែត្រូវគេបោកបញ្ឆោតទៀតផងណា បងប្រុសលីងសេងបងមានគុណជួយសង្គ្រោះជីវិតខ្ញុំពិតជាអរគុណបងខ្លាំងណាស់ប៉ុន្តែលិខិតអញ្ជើញខ្ញុំនេះបានទៅឲ្យបងហើយបងមិនគួរណាមុនបង្កាច់ខ្ញុំទេអ្នកនាងបាន70%យ៉ាងនេះមនុស្សបែបនេះបែកជាមុនបង្កាច់អ្នកដទៃយកមិនដែរជួបមនុស្សបែបនេះទេថ្ងៃនេះត្រូវតែឲ្យគេលុតជង្គង់ចុះដើម្បីសុំទោសអ្នកនាងបាន100ដងបើសិនជាខ្វះតែមួយថ្ងៃក៏មិនអាចចាក់ចេញបានដែរមិនដែរត្រូវតែលុតជង្គង់ចុះលីងសេងឯងប្រយុទ្ធមិនឈ្នះយើងថ្ងៃនេះបើមិនលុតជង្គង់ឯងនឹងស្លាប់គ្មានផ្លូវជ្រើសរើសទេ បងប្រុសលីងសេងកាលមុនបងធ្លាប់ជួយជីវិតខ្ញុំឥឡូវនេះខ្ញុំជួបដំណើរបងទៅស្លាប់តើយុត្តិធម៌ទេ ពួកឯងស្មានតែល្បិចកំពឹកកំពុកនេះអាចធ្វើឲ្យយើងបានខំប្រឹងធ្វើពុតនៅទីនេះខ្ញុំទទួលស្គាល់ប្រមាណថ្ងៃមុនឯងប្រើល្បិចស្ពិនភ្នែកកុហកពួកយើងចាត់ទុកឯងគ្រាន់បើប៉ុន្តែថ្ងៃនេះទីនេះគឺជាក្លឹបលីងជូបើហ៊ានកម្រាមបន្តិចសាមើលទៅគឺយើងវាយហើយអ្នកប្រជែងអ្នកទាំងអស់គ្នាសូមវិនិច្ឆ័យមើលអ្នកប្រជែងនិយាយហេតុផលជាមួយគេវាយអ្នកប្រជែងទៅវិញអ្នកណាអាចទ្រាំបានអ្នកទាំងអស់គ្នាកុំឈរនៅស្ងៀមថ្ងៃនេះពួកយើងត្រូវតែស្វែងរកយុត្តិធម៌មិនដែរទេត្រូវស្វែងរកយុត្តិធម៌ឈប់សិន ពួកយើងរងចាំជួបអ្នកនាំសារជីងហុង คลิปលេងជូនឹងបើកពេលឆាប់ៗនេះតែពួកឯងបង្កសម្លេងរំខានដល់លោកតាសឹងខុងពួកឯងហ៊ានទទួលខុសត្រូវទេពួកខ្ញុំគ្មានចេតនាបំពេញទេតែគេមិនគោរពច្បាប់លួចប្លន់នៅកន្លែងបរិសុទ្ធនេះធ្វើច្បុកច្បល់ព្យាយាមធ្វើកាយវិការមិនសមរម្យចំពោះអ្នកនឹងបានអ៊ីពួកយើងមិនអាចទ្រាំបានទេដូច្នេះពួកយើងក៏រិះគន់គេទៅសូមវាការណែនាំសារជីងហុងសម្ដីអ្នកប្រជែងពិតជាត្រឹមត្រូវពួកយើងអាចធ្វើសារស្អីបាន តាមពិតទៅខ្ញុំមិនចង់ធ្វើអ្វីគាត់ទេប៉ុន្តែបងប្រុសជីងស៊ីងនេះមកដណ្ដើមលិខិតអញ្ជើញរបស់ខ្ញុំក្នុងคลิปជីងជូនេះសូមបញ្ជាក់ឲ្យឃើញថាគាត់មិនបានគោរពលោកតាសឿខុងនោះទេពួកគេនិយាយនោះសុទ្ធតែជាការពិតទេពិតឬមិនពិតចំពោះខ្ញុំគ្មានបញ្ហាទេនាងចង់ធ្វើយ៉ាងម៉េចក៏បានដែរយើងគ្រាន់តែដឹងថាថ្ងៃនេះឯងនឹងជួយត្បូងគុជមួយគេឬក៏តាស៊ីខុងណាស់មែនអញជាស្អីទៅហ៊ាននិយាយជាមួយអ្នកនាំសារជីងហុងបែបនេះឯងមើលស្រាលនាងពេកហើយឬក៏មើលស្រាលតាសឿខុងបងប្រុសស៊ីងលីងបងបដិសេធដល់ចំពោះខ្ញុំក៏ឲ្យទៅចោះតែបងក៏មិនត្រូវមើងងាយអ្នកនាំសារជីងហុងដែរសូមរាយការណ៍អ្នកនាំសារជីងហុងតាមខ្ញុំគិតទៅបងប្រុសស៊ីងលីងគាត់ប្រហែលជាអចេតនាទេលុតជង្គង់ចោះបងប្រុសលីងស៊ីងបងនៅឈរត្រង់ធ្វើអីទៀតឆាប់លុតជង្គង់ចោះទៅក្នុងចិត្តបងទោះបីជាមើលងាយអ្នកនាំសារជីងហុងក៏ដោយតែបងនៅចំពោះមុខមនុស្សច្រើនណាស់បងមិនត្រូវធ្វើទេគឺយើងឲ្យនាងលុតជង្គង់ចោះអ្នកនាំសារជីងហុងតើខ្ញុំធ្វើអីខុសទៅអ្នកនាំសារជីងហុងតើនាងយកច្រឡំទេអីបាត់មាត់ស្រីចិត្តពឹសពុលមានកំណត់គិតខ្លួនឯងទាំងល្ងងយើងកំពុងតែនិយាយពីនាងម្នាក់នេះជាប្រភេទនេះនៅចំពោះមុខយើងធ្វើពុតជាស្លូតត្រង់តែសម្ដីពោពេញទៅដោយចេតនាសម្លាប់អ្នកនាំសារជីងហុងខ្ញុំដឹងកំហុសហើយអ្នកនាំសារជីងហុងវ៉ាន់ពិតជាមានកំហុសមែនប៉ុន្តែជីងស៊ីងម្នាក់នេះតាពិតគ្មានលក្ខខណ្ឌអញ្ជើញទេហើយក៏លោកចូលក្នុងពិធីបរិសុទ្ធនេះដោយគ្មានការអនុញ្ញាតនេះបញ្ជាក់យ៉ាងច្បាស់ថាជាការប្រមាថប្រឆាំងនឹងក្លឹបលីងជូបិទមាត់អ្នកណានិយាយថាគ្មានលិខិតអញ្ជើញមិនអាចចូលរួមក្នុងពិធីនេះបាននេះជាគម្រោបឆ្នាំងដែលយើងបោះចោលពេលដែលយើងនៅឋានសួគ៌តាសឿខុងមានបញ្ជាបើអ្នកណាកោះជួងនេះឮគឺអាចចូលរួមក្នុងកម្មវិធីនេះបានបើសិនជាគ្មានទេគឺមិនអាចចូលរួមបានទេកោះជួងប៉ុណ្ណឹងទុកឲ្យយើងមកនេះយ៉ាងម៉េចហ្នឹងនាងមើលនៅទីនេះហើយក្លឹបជីងជូចាប់ដើមជាផ្លូវការហើយសល់ពេលវេលាធូរកន្លះដើមសូមអ្នកទាំងអស់គ្នាចូលតាមការគួរ
អ្នកទាំងអស់គ្នាកុំភ័យខ្លាចអីសោះវត្ថុនេះគឺជានីតិកាវឹកវរវត្ថុទឹកមកពីឋានលើអ្នកណាដែលមានអំណាចនិងវិញ្ញាណបរិបូរទើបអាចគោះជួងនេះលឺអំណាចនឹងខាងវិញ្ញាណកាន់តែច្រើនសម្លេងជួងក៏កាន់តែលឺធ្វើជួងនេះលឺម្ដងសម្រាប់រើឆ្អឹងអ្នកដែលបង្កសម្លេងមានអំណោយទានអ្នកដែលអាចបង្កើតសម្លេងពី3ហើយចុះសម្លេង4ដងសម្លេង4ដងតែចង់បានស្អីដែលអាចបង្កើតសម្លេង3គឺពិតជាកម្រខ្លាំងណាស់ឬក៏តាសឿខុងនេះបានលឺតែ5ដងតែប៉ុណ្ណោះថាម៉េចតាសឿខុងគ្រាន់តែធ្វើជួងនេះលឺ5ដងតែប៉ុណ្ណោះហ៎ខ្ញុំនេះនិយាយត្រូវជួងវឹកវរនេះលឺម្ដងអំណាចនេះវិញ្ញាណរបស់វាលឺច្រើនដងអ្នករាល់គ្នាបើបានលឺសម្លេងបន្ថែមសូមអ្នកទាំងអស់គ្នាយកចិត្តទុកដាក់នឹងពេលវេលាបើអ្នកណាចង់ចេញគឺអាចចេញបានចាំយើងសាកល្បងមើលបើបានជាមកហើយយើងត្រូវតែសាកល្បងមើលទៅបានលឺហើយនេះគួរស្ដាយលឺបានតែម្ដងចូលធ្វើគ្រាន់បានទៅរបស់នេះគឺមានសម្លេងម្ដងហើយគ្រាន់បើទុកឲ្យយើងសាកមើលម្ដងចុះណាហេយើងក៏លឺសម្លេងដែរនេះយ៉ាមើលទៅគឺមិនងាយទេតោះយើងម្ដងយើងក៏ទៅដែរលើថាអ្នកប្រុសជាងជាអ្នកហាត់បាច់គុណដល់ប្រកែអ្នកប្រុសជាងគួរតែសាក់មើលទៅត្រូវហើយអ្នកប្រុសជាងគឺថាលោកមករយៈមុនគឺបានទម្លាក់អាណាចក្របណ្ឌិតទី3រួចមកហើយមិនក៏មិនបង្ហាញឲ្យគេមើលប្រុសជាងគាត់ជាក្រាន់បើសំបីជាមនុស្សលោកតាសើខុងក៏ធ្លាប់លើលោកដែរចឹងទៅហើយគួរតែមើលគាត់ពិតជាអ្នកប្រកាសហាត់គុណមែនលឺដល់ទៅ2ដងឯណោះអ្នកប្រុសជាងលោកពិតជាអស្ចារ្យមែនលើក3ដងហើយនៅតែជាអ្នកប្រុសជាងពិតជាខ្លាំងខ្លាណាស់ថ្ងៃក្រោយខ្ញុំពឹងលើអ្នកប្រុសជាងជួយការពារខ្ញុំហើយគ្នាសូមអរគុណហើយតែបើសិនអ្នកប្រុសជាងទុកថាគ្រាន់បើគឺអាចដឹកនាំលីងជូបានទេជួងវឹកវរនេះគ្រាន់តែជាក្លិនរបស់លីងជូប៉ុណ្ណោះបន្តិចទៀតលីងជូបើកដំណើរការនៅសាកល្បងម្ដងទៀតនេះគ្រាន់តែជាមុននឹងក្រោយប៉ុណ្ណោះអ្នកប្រុសជាងខ្ញុំស្ដាប់បង្កប់យ៉ាងនេះខ្ញុំសុខចិត្តកាច់មិនលំឥឡូវយើងមានអារម្មណ៍នោះអ្នកនេះបានខិតខំប្រឹងប្រែងដើម្បីមកដល់ទីនេះខ្លាចតែខកចិត្តហើយសុំទៀតសុំអីបើឯងមានសមត្ថភាពឯងឡើងសាក់មកទៅនេះពិតជាធ្វើឲ្យយើងលំបាកមែនហើយពីដំបូងខ្ញុំគ្រាន់តែគិតថាគម្របនេះមិនល្អដូច្នេះទើបយកវាបោះចោលនេះបើខ្ញុំប្រើកម្លាំងតែបន្តិចប្រកាសជាបំបីវាទៅជាបំណែកចំសៀតជួងវោគឺជាវត្ថុទឹកឯបាយជានិយាយថាគម្របធំបាយនិយាយថាចង់តិចជួងនេះទៀតនោះហើយក៏ហត់ទៀតនៅក្នុងផ្ទះលោកមានដឹងដែរទេហ៎យើងខ្ជិលបោះស្រាយជាមួយនឹងពួកឯងណាពួកឯងមិនដែលស្គាល់ពិភពលោកទេតាមមើលទៅគឺឯងមិនហ៊ានតែឯងនឹកឃើញហើយមែនទេឥឡូវនេះយើងបានទម្លាក់ដល់ទៅ4ដងទៅហើយស្អីទៅថ្នាក់ទី4ដូច្នេះទៅធ្វើឲ្យយើងលឺវឹកវរសម្លេងបែបនេះហើយបើនិយាយបែបនេះណាគាត់គ្មានទេពកោសលទេណាអញចេះស្អីទៅនៅប្រចាំនៅក្មេងយ៉ាងនេះគឺពឹងផ្អែកទៅលើទេពកោសលនិងពេលវេលាសមិទ្ធផលរបស់គាត់ប្រកាសជាអាចឆ្លងកាត់បានតែសុំទៀនសុំអីលោកនៅឈរធ្វើអីទៀតលោកខ្លាចមិនហ៊ានមែនទេបើលោកមិនហ៊ានទេលោកលូនក្រំសពុតខ្ញុំទៅគ្មានអ្នកណាហ៊ាននិយាយអីទេសុំបន្តិចបើសិនជាខ្ញុំធ្វើរបស់នេះបែកបន្តិចនោះតាសឿខុងរបស់ពួកឯងមិនទាមទារសំណងទេយ៉ាឥឡូវនេះពិតជាចូលទូហើយបើឯងអាចបំបីជួងនេះបានណាជួងវឹកវរនេះចាំយើងមកលេងចុះរវាងមនុស្សនិងមនុស្សក៏មានកម្លាំងខុសគ្នាដល់ធំមនុស្សខ្លះគឺពឹងទៅលើទេពកោសលធម្មជាតិឯមនុស្សខ្លះទៀតពឹងទៅលើមាត់សំអុយគេដាក់បោកប្រាស់គេរវាងមនុស្សដែលមានកម្រិតធំបែបនេះមានមនុស្សខ្លាំងសិលធម៌ខ្ពស់មានមនុស្សខ្លាំងសងគុណជាអំពើអាក្រក់អ្នកណាឲ្យឆ្អឹងនាងនិងបោកកន្ទុយដាក់អ្នកនោះចំខាត់ទេអ្នកនាងមានឃើញបែបនោះដែរទេសំទៀតសម្អុយឯងនេះនិយាយថាមិនដឹងបើលោកឯងកំតិចជួងនេះខ្ទេចទីមេងមិនបាច់សងសំណងអីទេគឺមានអំណោយដ៏ធំសម្រាប់លោកដែរបើអញ្ចឹងខ្ញុំមិនគួរសមទេឈប់សិនអ្នកស្រីពេទ្យសកាជនបើសិនជាគាត់គោះជួងនេះមកលើវិញតើគូផ្ដល់ការបណ្ដេញខ្លះទេបើមិនចឹងទេអ្នកទាំងអស់គ្នាប្រកាសជាគ្មានច្បល់អីទេមែនហើយឯងចង់និយាយទៀតថាបើសិនជាធ្វើមិនបានត្រូវតែយើងលុតជង្គង់សុំទៅមែនទេសូមអធិស្ឋានតែឲ្យដល់អ្វីផ្លាច់ជានេះបានទេមិនក៏ចូលចិត្តឲ្យយើងលុតជង្គង់បើឲ្យឯងលុតជង្គង់ដូចជាស្រួលពេកហើយយើងចង់ផ្ដល់ជីវិតជាមួយនឹងឯងថាឯងហ៊ានដែរទេផ្ដល់ជីវិតដែរលេងនេះដូចជាធំពេកហើយឯងដឹងស្អីនេះបញ្ជាក់ថាអ្នកប្រុសចឹងប្រកាសជាឈ្នះគោះជួងវឹកវរប្រកាសជាលេងខ្សែពេកហើយឥឡូវតែឯងហ៊ានដែរទេនឹងឯងកុំគិតថាពួកយើងធ្វើបាបឯងបើឯងធ្វើកើតខ្ញុំនឹងស្រាតអស់ទុកឯងជាអ្នកបញ្ជាខ្ញុំមួយដែរនៅមានខ្ញុំដែរនេះជារឿងរបស់ពួកឯងយើងមិនជ្រៀតជ្រែកទេល្អអ្វីដែលយើងចង់បានគឺពាក្យនេះតែប៉ុណ្ណឹងទេឥឡូវមិនមែននៅទីនេះលេងសាយដាក់យើងទេណាសំទៀនសំអុយឯងកំពុងតែទះរុយមែនទេអ្នកប្រុសជាងលោកមានសមត្ថភាពបន្តិចទៅតែនេះចូលចិត្តលេងល្បិចណាមើលទៅពីមុនពិតជាបោកប្រាស់យើងមែនហើយបើមិនចឹងមែនគេគួរតែស្លាប់ហើយដូច្នេះយើងកុំទុកគេតទៅទៀតឈប់សិនអ្នកនាំសារតែមានកែមាញ់នេះនឹងឃើញហាញ់តើកុំជ្រេកជ្រែកពួកឯងមើលមិនឃើញមែនទេមានអ្វីខុសប្លែកទេខុសប្លែកទៅគេបិទត្រូវបើកចូលមកធ្វើខ្ទេចមែនទេមិនជិបស្អីទៅជួងទឹកនេះហេតុអីក៏កំតិចបានស្រួលម្ល៉េះជួងវឹកវរជាវត្ថុទៅនៅឋានសួគ៌មនុស្សគោះវាមិនលឺសម្លេងប្រកាសជាមានប្រតិកម្មពីវាវិញជាមិនខាននោះទេតើនេះមានរឿងអីទេឆាំមនុស្សទៅនេះតើសម្លេងនេះជាសម្លេងស្អីនេះលឺហើយអ្នក
សុំទៀតសុំអីគេមានសមត្ថភាព មិនចឹងមិនតែយ៉ាងម៉េចយើងក៏លឺសម្លេង3 ដងដែរគេច្រើនយ៉ាងនេះអញ្ចឹងគឺស្មើគ្នាហើយខ្ញុំមិនបានស្ដាប់ខុសទេដឹងតែសម្លេង4 ដង 5 ដងហើយមិនអាចទេ5 ដងហើយរឿងនេះច្បាស់ជាមានការចូលច្រឡំហើយដែលកំណត់តាសឿនខុសនៅឆ្នាំនោះដាក់គ្រាន់តែធ្វើឲ្យជួងលឺ5 ដងតែប៉ុណ្ណោះទេមិននឹងអាចទៅហ៎មិនអញ្ចឹងក្មេងស្រីឥឡូវខ្ញុំអាចមិនសិតចូលក្នុងក្លឹបលេងជូដែរទេឯណាមនុស្ស ថាម៉េចគេពិតជាគោះជុំវឹកម៉ូនេះលើកដល់ទៅ9 ដងលេងបាញ់មិញនេះមិនមែនជាការបំផន់ទេខ្ញុំពិតជាបានឃើញតបភ្នែកនៅមានទៀតខ្ញុំអារម្មណ៍ថាគេមិនទាន់បញ្ចេញអស់ទេអញ្ចឹងល្អហើយមនុស្សដែលយើងតាមរកនោះទីបំផុតគឺរកគេឃើញហើយឯណាគេអញ្ចឹងគេចូលមកចាំតិចបើខ្ញុំទីមិនខុសទេគេកំពុងតែសម្លាប់គ្នានៅខាងក្រៅហើយ ខ្ញុំខុសហើយខ្ញុំមានភ្នែកមិនស្គាល់អ្នកក្លាហានលោកចាត់ទុកខ្ញុំជាមនុស្សគ្មានដឹងអីទៅចុះដល់លេខខ្ញុំទៅដល់លេខខ្ញុំទៅលោកម្ចាស់លេងដល់លេខពួកយើងទៅពួកយើងថ្ងៃក្រោយលេងហ៊ានទៀតហើយពួកឯងទាំងពីរចាត់ការដល់ខ្លួនឯងឬក៏ឲ្យយើងចាត់ការ អ្នកប្រុសជាង ទទួលស្គាល់ឯងពិតជាខ្លាំងមែនប៉ុន្តែបាននិយាយមិនបាច់ថាគួរឲ្យបាយជុំវឹកវរនេះតែវាមិនបានបាយទេនោះមិនអាចចាត់ទុកថាឯងឈ្នះទេ ត្រូវហើយជួងនេះមិនទាន់បែកមិនចាត់ទុកថាឯងជាអ្នកឈ្នះទេបើអញ្ចឹងយើងស្មើគ្នាចុះថ្ងៃក្រោយយើងក៏ជាមិត្តភក្តិនឹងគ្នាដដែលទេយើងក៏នៅតែជាមិត្តនឹងគ្នាទេ មិត្តភក្តិពួកឯងស័ក្តិសមទេទោះបីជាយ៉ាងណាជួងនោះមិនអាចបំបាយជាការពិតឯងមិនអាចនៅលើទឹកដីរបស់តាសឿខុងធ្វើអ្វីមួយដែលឯងសន្យានោះទេឯងនិយាយត្រូវធ្វើជាមនុស្សត្រូវគោរពពាក្យសន្យាបើហ៊ាននិយាយត្រូវតែធ្វើឲ្យបាន ខ្ញុំដឹងហើយបងលីងស៊ីងប្រកាសជាមិនបាត់ពាក្យសន្យាទេមើលទៅថ្ងៃនេះនៅคลิปលីងជូនេះប្រកាសជាបងពួកយើងមិននៅទីនេះទេមិនឲ្យខ្ជិះខ្ជាយពេលវេលាពួកយើងទៅសិនហើយ យើងមិនចាំបាច់បង្ហាញនៅមុខលោកម្ចាស់លីងទេពួកយើងសន្ទមុនហើយបើមានការអីលោកម្ចាស់ប្រែផ្ដាំមកចូលណាឆ្លើយស្ងៀម បងលីងស៊ីងមានរឿងអីទៀតតាមមែនទេ យើងបាននិយាយហើយធ្វើជាមនុស្សត្រូវតែគោរពពាក្យសន្យាដូច្នេះថ្ងៃនេះពួកឯងត្រូវតែស្លាប់ដូច្នេះថ្ងៃនេះពួកឯងត្រូវតែស្លាប់ គ្រូទេវតាឈប់សិន នេះជាការសង្សឹកតខ្លួនរវាងពួកយើងសូមពួកឯងកុំលូកដែរសោះ ទេវតាគ្រូតាសឿខុងសូមចេញលោក បើអញ្ចឹងទុកពួកឯងរំបន្តិចទៀតចុះនាំផ្លូវទៅឯណាតាសឿខុង នេះហើយគឺតាសឿខុង លេងល្បែងដាក់យើងហ៎ ទេវតាគ្រូកុំប្រកាន់ជីងហុងគ្មានបំណងប្រមាថទេនេះជាការបង្ខំចិត្តដែលវិធីចុងក្រោយ មានអីកាលឡើង ទេវតាគ្រូចាំស្ដាប់ខ្ញុំនឹងប្រាប់មួយ តាសឿខុងជួយពួកខ្ញុំផងទៅពួកខ្ញុំមិនចង់ស្លាប់ទេត្រូវឲ្យជួយផងទៅត្រូវឲ្យ នេះជារឿងរបស់ពួកយើងទាំងពីរមានការអីដោះលែងពួកគេទៅបើមានរឿងអីមករកយើងទៅ តាសឿខុងប្រាប់ពីធ្ងន់ពេកហើយនេះមិនត្រឹមតែជារឿងរវាងយើងទាំងពីរទេហើយជារឿងរបស់ប្រទេសភាគខាងកើតនិងប្រទេសកាសៀវលះបង់ប្រជារាស្ត្រខ្លះនៅជាការគួរហើយនាងថាតើមើលត្រូវដែរទេនាងតាសឿខុង ដិតសម្លាប់ពួកគេទៅ អាសត្វដេរឆានក្រោយមកប្រជារាស្ត្រទៅនោះយ៉ាងម៉េច ទេវតាគ្រូកុំបារម្ភពួកគេគ្មានបញ្ហាទេគ្រាន់តែតាសឿខុងនាង ស្លាប់ហើយ តាសឿខុងស្លាប់មែនអ្វីនឹងមិនមានបញ្ហាដូចនេះទេតស៊ូដើម្បីជាតិស្លាប់ដើម្បីប្រជាជននេះគឺជាជំនឿរបស់តាសឿខុង ជាការស្លាប់ទៅទៀត ពួកគេគម្រាមកំហែងប្រជាជនជាចំណាប់ខ្មាំងតាសឿខុងបង្ខំចិត្តទម្លាក់អាវុធសម្រាប់សម្រួលជាមួយនឹងពួកគេគិតទៅនៅពេលក្រោយនឹងរកខុសត្រូវទៅប្រយុទ្ធស្លាប់រស់ជាមួយនឹងពួកគេតែដឹកស្មានមកដល់ប្រទេសនិនចានេះគឺមានល្បិចថោកទាបខ្លាំងណាស់ប្រពពកអាប់ខ្មៅដដប់យកតាស៊ូខុងទឹកបាត់ខ្លួនក្រោយពីបានរកឃើញគាត់គឺនៅប្រទេសនិនចាគ្របបណ្ដោយដោយវេទមន្តឥឡូវគាត់ទៅជាអាយ៉ងរបស់គេដោយគ្មានវិញ្ញាណអីទាំងអស់ ពួកនាងចង់ឲ្យខ្ញុំជួយពួកនាងដើម្បីទប់ទល់នឹងតាសឿខុង រឿងនេះមានការពាក់ព័ន្ធស្លាប់រស់ជាមួយនឹងប្រជាជនតាសៀសូមលោកតាគ្រូជួយពួកខ្ញុំផងទៅ យើងនិយាយការពិតប្រាប់ពួកឯងចុះខ្ញុំមិនមែនអ្នកក្លាហានដែលយកចិត្តទុកដាក់លើប្រជារាស្ត្រលើពិភពលោកទេខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ដូច្នេះខ្ញុំចង់ដឹងថាតើមានប្រយោជន៍អ្វីដល់ខ្ញុំ ឲ្យទេវតាគ្រូជួយដល់ពួកយើងឲ្យជីងហុងខ្ញុំធ្វើអីក៏ព្រមដែរ អូធ្វើអីក៏សុខចិត្តដែរនាងក្រោយឡើងសិនមកនាងពិតជាស្រស់ស្អាតមែនបន្ទាប់មកគួរធ្វើយ៉ាងម៉េចគឺមិនចាំបាច់យើងបង្រៀននាងទេណា ឲ្យទេវតាគ្រូព្រមចេញមកជួយឲ្យជីងហុងយើងធ្វើស្អីក៏សុខចិត្តដែរ ទេវតាគ្រូចេញចាស់ទេវតាគ្រូ នាងពិតជាដោះមែនឆាប់ស្លៀកសម្លៀកពាក់វិញទៅហើយប្រាប់យើងមកតើត្រូវធ្វើយ៉ាងណាខ្ញុំបានមកឃើញខ្លួនប្រាណរបស់នាងអស់ហើយអាយ៉ាម៉ត់នេះខ្ញុំបានឃើញពីភាពស្មោះត្រង់របស់នាងពួកនាងថែរក្សាប្រជារាស្ត្រយើងមានហេតុផលអ្វីដែលមិនរវល់នោះ ទេវតាគ្រូ
ខ្ញុំបានទទួលព័ត៌មានយ៉ាងច្បាស់ត្រឹមត្រូវមនុស្សនៅក្នុងប្រទេសនិនចាគេមានពេល3ថ្ងៃប្រើឈ្មោះលោកតាសឿខុងដើម្បីធ្វើពិធីបូជាឋានសួគ៌ហើយអំពាវនាវឲ្យវីរបុរសរបស់តាសៀមកជួបជុំគ្នា មិនខុសថាពួកនេះមានបំណងអីទេយើងនឹងឲ្យពួកគេ3ថ្ងៃក្រោយទុកសាកសពរបស់ពួកគេនៅទីនេះ តែបដាគ្រូកំតក់កុហលពួកប្រទេសនិនចានោះគឺមានវេទមន្តគ្រប់គ្រងសម្ងាត់មួយយ៉ាងមុនពេលដែលរកវិធីទប់ទល់នឹងវេទមន្តសម្ងាត់នោះមិនបានទេពួកយើងនៅស្ងៀមសិនទេ នេះមិនមែនវេទមន្តសម្ងាត់ពួកគេគ្រាន់តែជាអ្នករកចំណូលម្នាក់តែប៉ុណ្ណោះ រកជំនួយគឺអ្នកណាទេ ក្នុងពេលនេះនេះមិនបាច់ដឹងទេមិនដឹងគ្មានប្រយោជន៍ដែរ3ថ្ងៃក្រោយយើងប្រកាសជាបង្ហាញខ្លួននៅពិធីបូជាឋានសួគ៌យ៉ាងជាយ៉ាចេញមកប្រសិទ្ធមិនបាច់និយាយច្រើនទេទីនេះគឺជាដង្ហើមបិសាចក្រែងលោកនិយាយហើយមិនអាចបង្ហាញខ្លួននៅឋានមនុស្សទេហ៎អូយប្រសិទ្ធទុកចិត្តចោសាច់មិនមែនជាសត្វនៅលើលោកីទេទោះបីជាឋានកណ្ដាលមនុស្សលោកអាចបង្ហាញខ្លួនឡើងក្នុងចន្លោះមួយមិនអាចបង្កការខូចខាតដល់មនុស្សជាតិឡើយចុះនៅទីនេះហេតុអីក៏មានដង្ហើមរបស់គេកន្លែងតំណែងនេះគឺចូលបានតែចេញមិនរួចទេនេះគ្រាន់តែបញ្ជាក់ច្បាស់ថាមាននរណាម្នាក់អាចចូលទៅកន្លែងតំណែងនេះមានមនុស្សចូលទៅក្នុងនោះយើងដូចជាយល់ហើយនាងពិតជាស្រស់ស្អាតអាចធ្វើឲ្យមនុស្សថត់ដង្ហើមស្លាប់ចាំកម្មវិធីបូជាឋានសួគ៌រួចយើងផ្គប់ចិត្តនាងបានល្អ លោកជាថឹងការងារដែលលោកឲ្យខ្ញុំរៀបចំនោះគឺ3ថ្ងៃក្រោយនឹងបានមកហើយពួកគេទាំងអស់គ្នានឹងបង្ហាញខ្លួននៅពិធីបូជាឋានសួគ៌ អូណាមើលទៅតាសិខុនតាសិទាំងមូលពិតជាមានឥទ្ធិពលខ្លាំងនៅលើពិធីបូជាឋានសួគ៌និកាយទាំងមូលនៅតែសៀវាខ្លាចតែជាប្រវត្តិសាស្ត្រ ក៏ប៉ុន្តែខ្ញុំមានការបារម្ភម្ដងនេះអ្នកជំនាញនៅតែសៀច្រើនណាស់ពួកយើងមិនអាចទំនុកទុកចិត្តថាឈ្នះពួកគេបានទេ នាងធ្លាប់លើហើយពួកយើងត្រូវការជំនួយពីនាង សុកចិត្តស្ដាប់បញ្ជារបស់ច្បាយនេះវេទមន្តអាយ៉ងរបស់លោកគឺគ្មានពីរលើលោកមែនប៉ុន្តែខ្ញុំបារម្ភជាមួយនឹងមនុស្សម្នាក់ អ្នកណា ឮថាថ្ងៃនោះនៅក្នុងសន្និសីទលីងជូមានអាល្អិតម្នាក់គ្មានឈ្មោះគេបានគោះជងវឹកវរ មានរឿងអីទៅ លោកជាថឹងខ្ញុំចង់និយាយថាគេគោះជងវឹកវរបើសិនជាគេចង់ធ្វើសត្រូវជាមួយយើងទោះជាតែខំក៏ដោយក៏មិនប្រកាសថាអាចយកឈ្នះ បើ វា សិ ដែរ នជានៅពេលមុនយើងប្រហែលជាមានការភ័យខ្លាចតែឥឡូវនេះកំថាឡាជួងវឹកវរទោះបីជាជួងវឹកវរមួយណាក៏ដោយក៏គ្មានការញញើដែរយើងមិនញញើជាដាច់ខាត លោកជាថឹងនៃរបស់លោកគឺគេភ្ញាក់ហើយ បីសាយភ្ញាក់ហើយវិរៈបរោះប្រៀបដូចជាស្រមោចយ៉ាងចឹង ពិតជាល្អណាស់3ថ្ងៃក្រោយគឺជាកន្លែងបញ្ចុះសពរបស់និកាយមហាសៀ ដល់ពេលនោះមហាប្រទេសនិនចាយើងនឹងលេបយកតាសៀទាំងមូលគ្រប់គ្រងពិភពលោកជាមិនខានលីងមកវិញហើយ បងមកវិញពិតមែនមកវិញពិតជាល្អណាស់បងមករបស់នេះទេ របស់ស្អីទៅពិធីបូជាឋានសួគ៌របស់នេះណាហើយនាង អ្នកដែលយកលិខិតនេះមកគេថាគ្រួសារសៀវ គ្រួសារសៀវមិនក៏មានពាក់ព័ន្ធនឹងពិធីបូជាឋានសួគ៌ បងដឹងថាពិធីបូជាឋានសួគ៌ នេះគេនិយាយប៉ុន្តែមិនដឹងថារឿងនេះមិនក៏ពាក់ព័ន្ធដល់គ្រួសារសៀវ ខ្ញុំក៏មិនបានដឹងដែរត្រូវហើយលិខិតអញ្ជើញនេះគួរតែមានពណ៌ក្រហមតែបែរជាមានពណ៌ខ្មៅទៅវិញ មើលទៅពួកគេលើកមុនស្ទើរតែធ្លាក់ទៅលើផ្ទះស្លាប់មិនក៏មិនតាន់ចងចាំទៀតអញ្ចឹងនេះហៅថាលិខិតប្រកាសខ្មោចសម្រាប់អ្នកសាស្ត្រ ហេតុអីក៏ពួកគេធ្វើអញ្ចឹងយើងបាត់ដាច់អ្នកកំណោជាមួយពួកគេហើយតែ មិនមែនមនុស្សទាំងអស់សុទ្ធតែស្លូតបូតដូចជានាងទេមានមនុស្សខ្លះហ្នឹងគឺមិនស្វែងរកហេតុផលនៅក្នុងខ្លួនឯងដឹងតែចាប់កំហុសគេតែប៉ុណ្ណោះទេតាមពិតពួកគេប្រកាសជារកក្នុងមួយឯងធំហើយចង់រកពួកយើងសងសឹក បើអញ្ចឹងពួកយើងគិតយ៉ាងម៉េច ពួកគេសម្លឹងឃើញលីអឺជាគោលដៅហើយមើលទៅដល់ពេលនោះយើងមានតែនាំលីអឺទៅជាមួយគ្រួសារសៀវឯរកសេចក្តីស្លាប់ហើយលីអឺមានត្រូវយកព្រមនឹងខ្ញុំរឿងមួយ បងនិយាយចាស់ 3ថ្ងៃក្រោយពិធីបូជាឋានសួគ៌ពួកយើងត្រូវតែទៅដល់ពេលនោះទោះបីជាមានរស័យកាលឡើងក៏ដោយខ្ញុំមិនអាចភ័យខ្លាចទេត្រូវតែជឿជាក់លើ 100% លើពីនេះបើសិនជាមនុស្សគ្រួសារសៀវប្រមាណអ្នកត្រូវបង្ខំមែននោះ ខ្ញុំដឹងហើយបងទឹកចិត្តចាស់នៅពេលដែលបងធ្វើអ្វីបានគឺបងធ្វើចាស់កុំខ្វល់ពីអារម្មណ៍របស់ខ្ញុំព្រោះខ្ញុំជាស្រីរបស់បងហើយទោះបីជាមិនអាចជួយបានចម្លែកមែនហេតុអីខ្ញុំមានអារម្មណ៍ត្រជាក់ឯងអាលីទោះបីជាមានរឿងអីកើតឡើងត្រូវថែរក្សាអ្នកនាងលីងឲ្យបានល្អអាលីទទួលបញ្ជាទេវតាគ្រូខ្ញុំមានអារម្មណ៍ថាទ្វារនេះដូចជាមានអ្វីប្លែក ដើមឡើយនេះជាពិធីជប់លៀងហុងមិនបើសិនគ្មានអ្វីមិនជារឿងធម្មតាទេឥឡូវនេះខ្ញុំកំពុងតែបារម្ភពីរឿងមួយទៀត ទេវតាគ្រូលោកនិយាយគឺគុជមេឃាមែនទេគ្រូទឹកចិត្តចាស់គុជមេឃាគឺមានតែតខំទេទើបគាត់ស្ម័គ្រចិត្តទើបចេញពីបេះដូងទើបតែបង្ហាញតែពេលនេះគាត់មានអារម្មណ៍វឹកវរពួកនិនចាមិនអាចធ្វើអីគាត់បានទេ បានចឹងឡោះហើយបានហើយពួកយើងចូលទៅចង់ឃើញពួកសត្វដេរឆានទាំងនេះតើពួកគេត្រៀមលក្ខណៈបែបណាណែម៉ាក់ពួកគេមកហើយណែអ្នកណាឲ្យពួកអញចូលមកតាន់ពេលល្អណាស់ បងក៏បញ្ញាពេកចាំខ្ញុំទៅនិយាយជាមួយពួកគេលិខិតអញ្ជើញពួកអញជាអ្នកឲ្យតែមានបញ្ហាអីមែនទេ ប្រកាសជាគ្មានបញ្ហាគ្រាន់តែពួកអញយកនោះកធៀបសខ្មៅឥឡូវនេះគឺមិនមែនអង្គុយនៅទីនេះទេ
ចឹងកន្លែងអង្គុយនៅណា បើជាធៀបសខ្មៅអញ្ចឹងពួកឯងប្រកាសជាអង្គុយតុរបស់មនុស្សស្លាប់ហើយ សៀវឡុងឯងមានន័យថាម៉េច បានន័យថាម៉េចតើមានអារម្មណ៍យ៉ាងណាតើនេះចង់សាកល្បងមែនទេធ្លាក់ប្រចាំទី7តែយ៉ាងម៉េចស៊ីវិឡុងលើកមុនណាគឺជាកំហុសរបស់ឯងទេសំណាងហើយដែលនឹងមានជីវិតរស់ដូច្នេះពួកឯងគួរតែថែរក្សាទៅមែនទេឯងខុសហើយមនុស្សខ្ញុំនេះណាចូលចិត្តស្លាប់បំផុតតែឯងអាចធ្វើឲ្យយើងឯងអាចវាយយើងបានដែរទេវាយមកចុះណាគឺឲ្យយើងវាយទេណាអាសុំទៀតសមអុយឯងហ៊ានវាយយើងផងឲ្យពួកឯងមិនសម្រាប់អត់ដេកឆានទៅ កុំប្រេះផ្ដាស់ទីនេះគឺជាវិធីបូជាឋានសួគ៌ចង់កាប់សម្រាប់មនុស្សនៅទីនេះគឺគ្មានហេតុផល នាងជាអ្នកណាទៀតហើយទីនេះគ្មានរឿងរបស់នាងទេថយចែកឆ្ងាយទៅ ប្រេះផ្ដាស់មែនគាត់គឺជាអ្នកដឹកនាំនិកាយអ៊ីងលីងរបស់ពួកយើងគ្រាន់តែនិកាយអ៊ីងលីងមិនក៏ហ៊ានបន្ទោសកូនយើងខ្លាំធំនិកាយអ៊ីងលីងរបស់ពួកយើងនេះគឺក្នុងចំណោមនិកាយធំៗទាំង7និកាយធំៗទាំង7របស់តាស៊ីអស់ចានណាស់ហ៎តើឯងមានដឹងទេថាកូនប្រុសយើងមានឋានៈជាស្អីពួកឯងពិតជាមិនដឹងពិតមែនយើងមិនខ្វល់ថាឋានៈជាស្អីទេទោះជានិកាយទាំង7មកហើយក៏ដោយក៏ត្រូវតែគោរពនិកាយម្ចាស់របស់យើងដែរ ក្រុមនិកាយទាំង7ដ៏អស្ចារ្យនេះនៅក្នុងកសែតនេះគ្រួសារសៀវយើងក៏គ្មានអីអស្ចារ្យដែរ អ្នកដែលនិយាយប្រមាថគួរតែទទួលទោស សិនពួកឯងមើលឲ្យច្បាស់មួយនេះគឺជារបស់ស្អី ឯងគឺជាអ្នកកាន់ដាវរបស់តាស៊ឺខុងឯងជាអ្នកកាន់ដាវរបស់តាស៊ឺខុង អញ្ចឹងជាការល្អហើយអ្នកកាន់ដាវនៅទីនេះមិនកំណត់ជង្គង់ចោលទៅ ជំរាបសួរអ្នកកាន់ដាវ ជំរាបសួរអ្នកកាន់ដាវ អ្នកកាន់ដាវ ពួកឯង4នាក់មិនកំណត់ជង្គង់ចោលទៅពួកឯងមិនគោរពដល់តាសឿខុងទេ ឯងជាអ្នកកាន់ដាវរបស់តាស៊ឺខុងអញ្ចឹងយើងជាស្អីយើងមិនខ្វល់ថានាងជាស្អីទេជួបអ្នកកាន់ដាវឲ្យត្រូវតែលុបជង្គង់ចោលនោះបានន័យថាមិនគោរពតាស៊ឺខុងទេទោសនេះនឹងត្រូវតែស្លាប់ពួកឯងអូគេទៅក្រៅឲ្យកាត់ក្បាលបង្ហាញសាធារណៈឈប់សិនពួកឯងធ្វើការដាច់ខាត់យ៉ាងនេះមែនទេ ថ្ងៃនេះអ្នកដែលគួរសម្រាប់គឺពួកនាងកូនអាកាត់តែញូនតិចទៀតយើងនឹងប្រឡត់ស្បែករបស់នាងដកសរសៃរបស់នាងឲ្យនាងរស់ពិបាកជាងស្លាប់ តាមពិតខ្ញុំចង់ដឹងណាស់តើខ្ញុំធ្វើអីខុសទៅបាត់ជាពួកឯងស្អប់យើងយ៉ាងនេះនិយាយមិនចេះខ្មាស់គេទេទោះបីជាចិញ្ចឹមឆ្កែក៏បោកកន្ទុយឲ្យម្ចាស់វាដែរឯនាងវិញមិនគោរពចាស់ទុំទុច្ចរិតយើងមើលទៅនាងគឺជាមនុស្សថោកទាបដល់ឆ្អឹង ចង់ស្លាប់មែនទេ រឿងនេះទុកឲ្យខ្ញុំជាអ្នកដោះស្រាយដល់ខ្លួនឯងលិខិតអញ្ជើញគឺពួកឯងជាអ្នកឲ្យយើងចង់ឲ្យយើងមកអង្គុយកន្លែងតុកស្លាប់មែនទេល្អអញ្ចឹងឆាប់សម្លាប់ទៅ មិនចេះស្ដាប់អង្គម្លេះបានពិតជាល្អណាស់ថ្ងៃនេះទោះយ៉ាងណាក៏ដោយគ្មានអ្នកណាអាចចាក់ចេញពីទីនេះបានទេយើងមិនខ្វល់ទៅឲ្យពួកឯងលុតពីនាទីទៀតល្មមឲ្យពួកឯងបើកភ្នែកធំមើលស៊ីវអ៊ីឡុងយកថ្ងៃនេះអស់ចាប់ប៉ុណ្ណាពួកឯងមកនេះរៀបចំកៅអីពួកគេផងទៅ ម្នាក់នេះពិតជាកាន់ដាវរបស់លោកតាស៊ឺខុងនៅលើផ្លាកបញ្ជាមានត្រាមាសរបស់តាស៊ឺខុងមិនខុសទេតាស៊ឺខុងមិនក៏ឲ្យមនុស្សបែបនេះជាអ្នកកាន់ដាវខ្ញុំក៏ពិបាកគិតដែរ លីអើកុំពិបាកចិត្តពួកគេមិនសមនឹងទទួលទេ ខ្ញុំនេះពិបាកចិត្ត អញ្ចឹងមិញ បើខ្ញុំមិនធ្វើអញ្ចឹងពួកយើងអាចរំដោះខ្លួនបានទេ ខ្លាំងមែនសូម្បីតែបងកចាញ់បោក មិន ដែរ មែនជាអ្នកចេះក្បាច់គុណអីទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាដូចជាមានភាពចម្លែកនៅទីនេះគិតថានៅពីក្រោយពិធីនេះគឺមានអ្នកផ្សេងជាអ្នកគ្រប់គ្រងមិនមែនតាស៊ឺខុងទេខ្ញុំបាត់ប្រែផ្ដាំម៉ាលីត្រូវថែរក្សាលីឲ្យបានល្អមើលទៅឥឡូវនេះគឺអ្នកនាងការពារពួកយើងវិញទេ អើតើពេលនេះតើធ្វើយ៉ាងម៉េចទៅ រសារតបរបស់យើងនៅនឹងកន្លែងត្រូវមើលសភាពការចាប់ចោលចាប់ទាំងមេអ្នកនាងលីងអើនិយាយត្រូវតែមានចំណុចមួយប្រសិនបើខ្ញុំជាមេខ្លោងខ្ញុំប្រកាសជាខ្ចីដៃតាស៊ឺខុងគ្រាន់តែបំពេញគោលបំណងនៅក្នុងនោះក៏មានគុណវិបត្តិធំមួយគឺសៀវអ៊ីឡុងអ្នកនាងលីងអើប្រាប់ខ្ញុំមកច្បាស់មកអ្នកដែលគ្រប់គ្រងពិតប្រាកដរបស់ពិធីនេះមិនមែនជាមនុស្សធម្មតាទេចំណែកឯសៀវអ៊ីឡុងគ្រាន់តែជាអ្នកល្ងីល្ងើម្នាក់ក្រោយមកគង់តែមានបញ្ហាទេ មើលទៅពីមុនខ្ញុំមានការយកច្រឡំជាមួយនឹងលីងអើពីមុនតែមានអារម្មណ៍ថានាងដើមទ្រូងធំគ្មានខួរក្បាលឥឡូវមើលទៅខ្ញុំខួរក្បាលធំដើមទ្រូងតូច និយាយប្រេះផ្ដាស់ស្អីហ្នឹងបងទេគឺតូចនោះបើមិនចឹងទេថ្ងៃក្រោយខ្ញុំនឹងហៅបងថាជើចាក់ថ្មិញជាមិនខានទេ ណែអើយប្រពន្ធសម្លាញ់មិនក៏និយាយប្រេះផ្ដាស់អញ្ចឹងនាងផ្លេចហៅការប្រយុទ្ធមិញបបជាងអ្វីខ្លះ បានហើយពិធីចិត្តចាប់ដើមហើយនៅតែជជែកគ្នាទៀតពិភពលោកទាំងអស់ច្បាស់ជាដឹងឮជាមិនខានទេ តាស៊ឺខុងមកដល់ហើយ ជំរាបសួរតាស៊ឺខុង តាស៊ឺខុងជំរាបសួរតាស៊ឺខុង តាស៊ឺខុងបើមិនអត់ថ្មិតគឺអាចខូចការលុតជង្គង់ចោះទៅ រាយបញ្ជាតាស៊ឺខុងអ្នកទាំងអស់គ្នាស្ដាប់សេចក្តីប្រកាសនៅតាសៀភាគខាងកើតរបស់ខ្ញុំមានអក្សរទេពចំនួន4ឈ្មោះថានិនចាទឹកដីនេះគឺជាប្រភពដើមនៃឋានសួគ៌និងផែនដីនិងជាឫសគល់នៃអ្វីៗទាំងអស់ឥឡូវនេះជារបស់យើងពោពេញទៅដោយវិញ្ញាណអាក្រក់និងភាពកខ្វក់ដើម្បីជួយសង្គ្រោះប្រជារាស្ត្រនៅតាសៀខ្ញុំជាស៊ឺខុងបញ្ជាឲ្យគ្រប់និកាយចាត់វិធានការទទួលការបញ្ជានេះស្នើទៅនគរនិនចានិងអំណាចនៃប្រទេសនិនចាដើម្បីសម្អាតភាពកខ្វក់និងវិញ្ញាណអាក្រក់នៃតាសៀដ៏អស្ចារ្យរបស់ពួកយើងបិទមាត់អាចចំទៀតឯងអានរបស់នេះជាស្អីហ្នឹងហ่าសត្វតែគ្មានហេតុផលទាំងអស់ស្រាប់បញ្ចូលទេគ្រប់គ្នាធ្វើឲ្យបេះដូងឈឺចាប់វាទាំងអស់នេះនិយាយបានដល់របៀបណាទៅមិនឲ្យបញ្ចូលពួកយើងមកបញ្ចូលពួកយើងមកបញ្ចូលពួកយើងមកបញ្ចូលមកប្រេបណាបញ្ជារបស់តាស៊ឺខុងនៅទីនេះសូម្បីសម្ដែងគេក៏ពួកឯងស្រាវមិនបានតាស៊ឺខុងមិនដល់អាសន្នមានកម្រិតខ្ពស់និងមានស្នាដៃជ្រាលជ្រៅសិលធម៌ខ្ពស់ជាសសរដ៏រឹងមាំរបស់និកាយតាសៀយើងបើសិនជាប្រោរឿងផ្សេងត្រូវការពីអាមាត្យពីតាស៊ឺខុងទោះបីជាខ្ញុំស្លាប់ខ្ញុំនឹងរងចាំហើយខ្ញុំនឹងគោរពតាមបញ្ជានេះគឺមិនក្បត់ជាតិទេយានិកាយឈិនសានសូមប្រកាសនឹងកាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងតាស៊ឺខុងចាប់ពីពេលនេះតទៅទោះបីអ្នកឯងជាអ្នកណាក៏ដោយឲ្យតែអ្នកឯងប្រព្រឹត្តក្បត់ប្រទេសជាតិនិកាយលីងអើយើងតស៊ូដល់ទីបញ្ចប់ ពួកឯងចង់ប្រឆាំងតាមមិនដែរទេប្រឆាំងស្អីគេហ៎ចាធ្វើស្អីហ៎
យើងនេះយើងនឹងកាប់អាចង្រៃនេះសិនអាចចាំមើលចុះយើងនឹងកាប់អាចង្រៃឯងណា ឈប់សិនកុំប៉ះពាល់កូនប្រុសរបស់យើងលោកជាថងលោកគួរតែចេញមកនិយាយហើយឆាប់ចេញមក លេងអ្វីដែលនឹងប៉ាន់ស្មានពិតជាមិនខុសមែនអ្នកនៅពីក្រៅខ្នងនឹងចេញមកលើនេះមនុស្សប្រទេសនិនចា លោកជាថងពួកគេទាំងអស់គ្នាកំពុងបោះបោសម្រាប់ពួកគេទៅ ស្រីល្ងង លោកជាថងកុំអាខឹងច្រឡោតអីមិនតាន់ដល់ដំណាក់កាលទេទាំងអស់គ្នារក្សាភាពអត់ធ្មត់តាសៀខុងរបស់ពួកឯងក៏ព្រោះតែនិកាយរបស់តាសៀដើម្បីផលប្រយោជន៍របស់ការអភិវឌ្ឍរបស់និន្ចារបស់យើងតាសៀតែងតែរួបរวมនឹងរស់រាយរាក់ទាក់យើងទាំងអស់គ្នាប្រឹងប្រែងទាំងអស់គ្នាដើម្បីសមត្ថភាពនិងតំណែងតាសៀខុង ស្អីគេមានអ្នកណាចង់ធ្វើជាមិត្តជាមួយសត្វឆ្កែដូចចំពោះនាងទេនិកាយតាសៀយើងអភិវឌ្ឍយ៉ាងណាជារឿងរបស់យើងមិនចាំបាច់ពួកឯងលោកដៃទេមើលទៅពួកឯងមិនពេញចិត្តនឹងការផ្លាស់ប្ដូររបស់ពួកយើងទេមិនដែរទេវាមិនមែនជារឿងធំទេប៉ុន្តែខ្ញុំនឹងមានកំហឹងនៅពេលដែលពួកឯងឆាប់ចាក់ចេញភ្លាមពួកយើងទទួលការនិយាយពីតាសៀខុងពួកឯងទៅឬមិនទៅគួរតែតាសៀខុងជាអ្នកសម្រេចតាសៀខុងពួកយើងគឺត្រូវការបញ្យល់ពីពួកយើងតែតំណែងតំណងមើលតាសៀខុងជាមួយនឹងពួកឯងយ៉ាងម៉េចទៅតាសៀខុងមើលទៅកូនចៅរបស់នាងមានប្រតិកម្មអំពីនាងហើយឬមួយនាងប្រាប់ពួកគេទៅតាសៀខុងនេះជាមនុស្សដែលខ្ញុំក៏សរសើរបំផុតនៅក្រុមនិកាយតាសៀឥឡូវនេះខ្ញុំគ្រាន់តែចង់សួរមួយម៉ាត់ហេតុអីគ្នាធ្វើជនក្បត់ជាតិមនុស្សក្បត់ជាតិគ្រប់គ្នាចង់កាត់ទោសហើយទទួលទៅបងគ្នាតែអ្នកណាមានច្បល់ផ្សេងទៀតហើយរកតាសៀខុងរបស់ពួកឯងតវ៉ាតើមានទេ ថយក្រោយមួយជំហានអោនក្បាលមិនក៏ជាដែនកំណត់បោះជំហានទៅមុខរកមើលគ្មានឱកាសនឹងការងើបឡើងវិញទេប្រធានបတ်បែបនេះមនុស្សល្ងងក៏គិតឃើញដែរសំណួរពិតជាល្អមែនប៉ុន្តែមនុស្សតាសៀគឺមានមនសិការមិនចាំបាច់ពិចារណាទេចាប់ដើម តើនាងកំពុងនិយាយស្អី បើសិនជាលោកយល់ពីតាសៀមិនសួរសំណួរឆោតល្ងងបែបនេះទេ សុកចិត្តឈានទៅមុខមួយជំហានស្លាប់រស់យើងមិនថយក្រោយទេត្រូវសុកចិត្តឈានទៅស្លាប់យើងមិនថយក្រោយទេ មិនថយក្រោយទេ សុកចិត្តឈានទៅមុខស្លាប់យើងមិនថយក្រោយទេ មិនថយក្រោយទេ មនុស្សតាសៀដូចជាពួកឯងគ្មានអ្នកណាម្នាក់ឆ្លាតទេយើងមិនជឿទេលើកជាថងរឿងតូចតាចនេះទោះខ្ញុំចាត់ការចុះណាទោះឲ្យខ្ញុំចាត់ការ ឲ្យតែឯងបញ្ចុះបញ្ចូលមនុស្សណាមួយដែលគោរពចំពោះពួកយើងទីតាំងតាសៀខុងបន្ទាប់គឺជារបស់ឯងហើយដឹងទេ អរគុណម្ចាស់ហើយទឹកចិត្តចុះមនុស្សតាសៀមិនមែនសិតតែល្ងងទេមានមនុស្សឆ្លាត2 3នាក់ដែរតើ អាចតែក្បាត់ជាតិខ្ញុំនឹងសម្លាប់ទេជប់សិននៅនឹងឌីងហុងកិច្ចការទាំងនេះទុកឲ្យលីងស៊ីងជាអ្នកដោះស្រាយខ្លួនឯង បងស្រីស្ថានភាពពេលនេះបងស្រីក៏ឃើញដែរខ្ញុំមិនចង់បន្ថែមទៀតទេហើយតែបងស្រីថយក្រោយមួយជំហានថ្ងៃក្រោយក្រុមនិកាយទាំងមូលតាសៀគឺជារបស់គ្រួសារយើងហើយណាហ៎លីញនេះគឺជាឱកាសល្អសម្រាប់គ្រួសារសៀយើងដើម្បីហោះឡើងទៅមេឃណាឲ្យតែប្អូនប្រុសរបស់ឯងអង្គុយនៅលើកៅអីតាសៀខុងដល់ពេលនោះគ្រួសារសៀយើងគឺជាអ្នកគ្រប់គ្រងនិកាយសៀទាំងអស់ហើយនាងគឺជាកូនស្រីដំបងរបស់តាសៀ សៀវលីងពីមុននាងធ្លាប់ធ្វើថោកខ្ញុំមិននិយាយទេតែបើសិនជាថ្ងៃក្រោយនាងហ៊ានទៀតរឿងហ្នឹងនាងស្រីចង្រៃនាងរកស្លាប់ហើយ បើសិនជាឯងមិនចង់ធ្វើជាតាសៀខុងទេឯងខ្លាចទៀតចាស់ នាងបងស្រីខ្ញុំលេងសើចជាមួយបងស្រីទេអ្នកម៉ាក់គាត់ចូលចិត្តផ្ទះកំភ្លៀងគាត់ណាអញ្ចឹងណាស់ចុះបងស្រីវាយក៏វាយហើយដែរតើបងឯងមិនចេញច្បល់ទៅកាន់តាថងដែរទេ ខ្ញុំអាចសម្រុះសម្រួលបានប៉ុន្តែឯងត្រូវធ្វើអ្វីមួយសម្រាប់ខ្ញុំ មានរឿងអីនាងអាចនិយាយបានទេថាយើងនឹងធ្វើអស់ពីសមត្ថភាព តាំងពីស្រីម្នាក់នេះនៅផ្ទះរបស់ពួកយើងក្នុងផ្ទះគឺមានការចលាចលចំពោះរឿងទាំងអស់នេះខ្ញុំត្រូវការបញ្យល់ លីញទោះបីជាគាត់មិនចាំបាច់បង្កើតបាយក៏ប៉ុន្តែគាត់មិនធ្មប់ចាស់ឯងនេះខ្ញុំមិនចូលចិត្តគាត់យកមកហើយលោកប៉ាមើលគាត់ធ្វើឲ្យគ្រួសារសៀយើងខ្លាចតែជាយ៉ាងណាឯងធ្វើបាបស្រីយើងទេនេះ ខ្ញុំជាម្ដាយបង្កើតរបស់ឯងណាហេតុអីក៏ឯងធ្វើអញ្ចឹងចំពោះយើង ជួយមិនធ្មប់ចាស់យើងប្រាប់ហើយយើងមិនចូលចិត្តនាងយូរមកហើយ លោកម្ចាស់គួរតែនិយាយខ្លះទៅ បងស្រីមើលខ្ញុំជួយបញ្ចេញកំហឹងឲ្យបងហើយវាយក៏វាយហើយបងស្រីជួយនិយាយពីមួយម៉ាត់ឲ្យលោកតាថងទៅបានទេ ស្ដាប់ទៅហើយខ្ញុំសៀវលីងសូមប្រកាស អាចឆ្កែក្បត់ជាតិគ្រួសារសៀគ្មានអ្នកណាល្អទេ ថ្ងៃនេះបើទោះបីជាស្លាប់ត្រូវតែសម្លាប់អស់ពួកអាចឆ្កែក្បត់ជាតិទាំងនេះទេវតាគ្រូ ចិត្តចុះលីងដឹងគួរធ្វើយ៉ាងម៉េចហើយណែបងស្រីមើលឲ្យតែខ្ញុំធ្វើជាតាសៀខុងបងស្រីនឹងខ្លាចតែជាបងស្រីរបស់តាសៀខុងហើយត្រូវដែរទេថ្ងៃក្រោយទៅតាសៀនៅមានអ្នកណាធ្វើបាបបងស្រីទៀតទៅហ៎ ស្ដាប់ឲ្យច្បាស់សៀវលីងយើងប្រកាសយើងសុខចិត្តឈានទៅមុខតែមិនថយក្រោយដើម្បីរស់នោះទេ លីងនាងនិយាយពាក្យខុសហើយតើមិនដែរទេ បាត់មាត់ស៊ីលីងធានពីមុនខ្ញុំថាឯងល្ងងហើយខលខូចប៉ុន្តែពេលនេះខ្ញុំយល់ហើយរហូតដល់ពេលនេះយើងដឹងថាឯងមិនស្មើឆ្កែហើយនឹងជ្រុករបស់តាសៀយើងទេទោះបីជាចោលប្លន់ក៏ដាច់ខាតមិនក្បាត់ប្រទេសដែរ មនុស្សតាសៀដូចជាពួកយើងដើម្បីរស់នៅសុខចិត្តអង្ក្បាលប៉ុន្តែដើម្បីយុត្តិធម៌ជាតិពួកយើងមានឆ្អឹងខ្នងដ៏រឹងមាំ ជាថងបើកភ្នែកឲ្យធំមើលឆ្កែរបស់ឯងទៅនៅតាសៀយើងនេះសូម្បីតែស្រីទុនខ្សោយមិនចេះវិជាគុណក៏អង្គអាចក្លាហានដែរ សៀលីងនាងមិនគួរឲ្យទុកចិត្តនោះទេ ការជឿជាក់គឺមនុស្សជាអ្នកនិយាយមិនមែនសត្វដែលឆាននិយាយទេ ព្រោះសាច់ជ្រូកតាសៀដូចជាពួកឯងនេះគួរឲ្យស្អប់ណាស់ស្លាប់ទៅ
ទេវតាដីថ្នាក់ទី9 មើលថ្ងៃនេះទៅយើងប្រហែលជាទុកជីវិតនៅទីនេះហើយទោះបីជាស្លាប់ជីវិតចុងក្រោយក៏ត្រូវតែប្រយុទ្ធដែរចូលទាំងអស់គ្នា ពិតជាមិនធម្មតាសម្រាប់ទាំងអស់ឲ្យយើងទៅគ្រាន់តែជាសត្វសមោចនឹងចែកភាគខាងកើតហ៊ានធ្វើបែបនេះនៅក្នុងតាសៀរបស់យើង មិនមែនទេប្តីរបស់ខ្ញុំគាត់ខ្លាំងយ៉ាងនេះសំណួរមួយនេះអ្នកនាងលីងអឺគួរតែសួរខ្លួនឯងទៅខ្ញុំនិយាយនេះមិនមែននោះទេនិយាយលេងសើចទេអ្នកនាងលីងអឺនាងរកបានមនុស្សប្រុសពេលនេះទេវតាគ្រូបានចេញសម្ដែងហើយតើមានរឿងអីកើតឡើងទីនេះជាកន្លែងណាតើសើខុងអ្នកភ្ញាក់ដល់ខ្លួនហើយតើមានរឿងអីកើតឡើងជាថងគឺឯងទៀតហើយប្រកល់ជីវិតមក នាងទៅដោះវេទមន្តអាយ៉នចេញពីខ្លួនត្រូវប្រុងប្រយ័ត្នបន្តិចមិនអាចប្រើធម្មពលទេជាហងឡងគេទៅសម្រាប់ទៅ តាសឺខុងនាងទៅសម្រាប់ម្ខាងទៅខ្ញុំបញ្យល់ប្រាប់នាងនៅពេលក្រោយ តាសឹកខុងមិនធ្វើជាជនក្បត់ទេគាត់នៅតែជាតាសឹកខុងដដែល ពិតជាល្អហើយខ្ញុំជឿថាតាសឺខុងរបស់យើងគាត់មិនមានជំនុំភេទនេះទេ តាសឹកខុង តាសឺខុងតាសឺខុងតាសឺខុង កូនឆ្កែសាយស្អីឯងអាក្រក់ណាស់ឯងត្រូវបំផ្លាញហើយថ្ងៃនេះជាថ្ងៃសាររបស់ឯងមកដល់ហើយចាំទទួលទៅមែនទេពួកឯងប្រកាសជាស្មានថាថ្ងៃនេះជាថ្ងៃពិធីបូជាឋានសួគ៌ហើយមើលទៅនោះ បានន័យថាម៉េចហ្នឹងបាញ់មិញគ្រាន់តែកំដរពួកឯងលេងទេពេលនេះពិធីបូជានៅឋានសួគ៌ទើបតែចាប់ផ្ដើម អ្នកទាំងអស់គ្នាកុំភ័យអសោះនេះគ្រាន់តែជាការបំផន់យើងប្រាប់ការយកចិត្តទុកដាក់នឹងរក្សាវិន័យរបស់យើងអាកូនឆ្កែនេះហើយជាអ្វីដែលពួកឯងមានមើលទៅពួកឯងស្មានថាវាពិតជាការបំផន់មែនទេហេតុអីក៏ពួកឯងមិនយល់ងាយក្បាលមើលទៅលើមិនទៅនឹងយល់ហើយ មិនក៏ព្រះអាទិត្យច្រើនម្លេះ ហើយយីឆាប់ចេញមកបាញ់ព្រះអាទិត្យនេះទៅ ទាំងអស់គ្នាកុំភ័យខ្លាចទីនេះមិនមែនពិភពលោកពិតប្រាកដទេវាគ្រាន់តែជាការសម័យដ៏អាថ៌កំបាំងតែប៉ុណ្ណោះទេក៏ប៉ុន្តែពួកយើងចូលមកដោយរបៀបណាខ្ញុំយល់ហើយពេលដែលយើងចូលមកក៏ជាការស្មើសម័យរបស់ពួកយើងទាំងអស់គ្នាដែរ អាកូនឆ្កែពួកក្បាលពួកឯងមានបញ្ហាមែនទេឬមកក៏ប្រោទីកន្លែងអធិយុទ្ធគ្នាឆ្នាំមែនទេពិភពនៃព្រលឹងពិតជាពិភពមួយផ្សេងទៀតវាមិនប៉ះពាល់ដល់ការបណ្ដុះឡើយប៉ុន្តែវាមានមិត្តភក្តិម្នាក់ពិតជាចូលចិត្តទីកន្លែងនេះទេវតាបិសាចបង្ហាញខ្លួនមកទាំងអស់គ្នាប្រយ័ត្នគឺបិសាចពីមុនយើងត្រូវបានគេចាប់ឃុំបិសាចនៅឋាននរកទៅមានហេតុអីក៏បង្ហាញខ្លួននៅគឺថាកន្លែងនេះគឺជាប្រភពនៃការស្មើសម័យពួកយើងថ្ងៃនេះមានបញ្ហាហើយ លើថាជុងពពោគឺអញជាអ្នកគោបំបាច់មែនទេត្រូវហើយបើអញ្ចឹងឲ្យដឹងទេមិត្តភក្តិរបស់ខ្ញុំនេះគឺជានរណាទេវតាបិសាចសុខសប្បាយទេព្រះស្ដេចយើងរងចាំថ្ងៃនេះជាយូរណាស់មកហើយពេលមុនយើងលើកលែងជីវិតឲ្យឯងមិនក៏ឯងមិនឆាប់លុតជង្គង់អរគុណដែលយើងមិនសម្លាប់ឯងព្រះស្ដេចយើងគិតថាឯងប្រហែលជាភ្លេចរឿងមួយហើយនិយាយមកមើលកាលពេលមុនព្រះស្ដេចប៉ុន្តែពេលនេះរឿងកាយគឺជាមនុស្សលោកយើងមិនចាំបាច់ឯងស្លាប់ដោយងាយស្រួលទេច្បាយដូចជាសមោចអញ្ចឹងទេវតាបិសាចកាលពេលមុនឯងលុតជង្គង់របស់យើងទើបយើងដោះលែងឯងឬមួយពេលនេះចង់យកគុណសងទុំមែនទេនោះគឺឯងល្ងងថ្ងៃនេះជាថ្ងៃសាររបស់ឯងហើយយើងនឹងកំទេឯងខ្លាយទៅជាផេះឲ្យឯងទៅចាប់ចិត្តសាច់ជាថ្មី លោកនេះពិចារណាស្ដេចគ្រូចាប់រត់ទៅលីចេងកុំទៅchếtមនុស្សតាសៀមានតែប្រយុទ្ធស្លាប់គ្មានអ្នកណាចោះចាញ់ទេទាំងអស់គ្នាចូលទៅជាមួយខ្ញុំលោកនេះ បិសាចយ៉ាងម៉េចហើយមិនដែរទេតាមពិតក៏រឿងកាយមនុស្សលោកមិនក៏មានកម្លាំងខ្លាំងក្លាម្ល៉េះច្រើនឆ្នាំកន្លងទៅខួរក្បាលជ្រុលរបស់ឯងគ្មានការរីកចម្រើនបន្តិចសោះឯងបង្ហាញខ្លួននៅក្នុងពិភពសមាសម័យយើងមានរឿងអីដែលមិនអាចនៅក្នុងពិភពសមាសម័យជាធម្មពលរាងកាយអតិទេពណាធម្មពលអតិទេព ពួកចម្លែករូបរាងគាត់បែបនេះធ្លាប់ឃើញនៅកន្លែងណា បិសាចទេវតារងចាំស្លាប់ទៅឈប់សិនហើយមើលតើនេះជាស្អី វីបោហើយជានិមិត្តសញ្ញានៃសញ្ញាខ្មោចទៅនិមិត្តសញ្ញានៃសញ្ញាខ្មោចជាទាហានឋាននរកគេអាចប្រមូលទាហាននៅឋាននរករាប់សែនអ្នកបាន ព្រះស្ដេចថ្ងៃនេះបាយដោះលែងយើងនឹងឲ្យអ្នកនៅទីនេះចាក់ចេញពីទីនេះតែបាយហ៊ានប៉ះពាល់ខ្ញុំនឹងឲ្យទាហាននរក 100000 នាក់តាមសម្រាប់មនុស្សឲ្យអស់ពេលនោះឋានសួគ៌បន្ទោឯងជាមួយនឹងយើងនឹងខ្លាចទៅជាផេះហើយពួកយើងទៅតែស្គាល់គ្នាប្រហែលថ្ងៃទេឯងគួរតែដឹងហើយមនុស្សដូចជាយើងស្អប់បំផុតគឺការគំរាមយើងនឹងថ្លៃមិនខ្លាចស្លាប់ប៉ុន្តែត្រូវគិតឲ្យច្បាស់ពេលដែលឋានសួគ៌ស្ដីបន្ទោមនុស្សទាំងអស់នៅទីនេះព្រមទាំងទេធីតាលីងអឺរបស់ឯងនឹងខ្លាចទៅជាផេះមិនអាចចាប់ជាតិសាច់ជាថ្មីទេ លោកប្តីទោះជាខ្ញុំមិនដឹងថាគេនិយាយស្អីប៉ុន្តែកុំរវល់នឹងខ្ញុំសុខចិត្តស្លាប់ជាមួយបងប្រជាជនតាសៀយើងមិនចោះចាញ់ឡើយហេតុអីក៏ខ្លាចសក្តីស្លាប់ អញជាបិសាចឬក៏ខ្មោចប្រជាជនតាសៀយើងនឹងមិនខ្លាចឯងទេ ប្រជាជនតាសៀយើងមិនខ្លាចស្លាប់ទេ គឺមិនខ្លាចស្លាប់ទេ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 បើអញ្ចឹងក៏បន្ទោយើងដុតសម្លាប់ទាំងអស់ទានខ្មោចស្ដាប់បញ្ជាសម្លាប់មនុស្សលើផែនដីនេះទៅ
ថ្ងៃនេះពិភពលោករងទុកដោយសារតែឯងម្នាក់នេះគឺជាអ្នកទោសនៅលើโลกនេះហើយយើងរំលឹកឯងបន្តិចជាឡោះឯងពេលនេះគួរតែមើលតើស្ថានភាពក្នុងពិភពមនុស្សមានសភាពយ៉ាងណាបើអញ្ចឹងយើងនឹងឲ្យឯងមើលឋាននរកនៅលើផែនដីនេះទៅយោនេះហើយដែលឯងនិយាយនោះឋាននរកនៅលើផែនដីមើលក៏ទៅជាអញ្ចឹងឯងបានធ្វើស្អីខ្លះទៅចង់ថាធ្វើស្អីឯងគួរតែសួរបងប្អូនយើងទៅបរំចាស់ទី3គួរតែចេញមកសម្ដែងហើយរំចាស់ទី3នេះស្ដេចនេះអីកូនមេសាចអរគុណធាន100000របស់ឯងយើងមិនអាចព្រួយបារម្ភអំពីការវាយតម្លៃរបស់ឯងបានទេក្នុងនាមឯងជាទេវតាឯងមិនខ្លាចបំពេញច្បាប់ឋានសួគ៌ទេអីក្នុងខួរក្បាលឯងឈួតហើយទីនេះគឺពិភពសម័យឯងអាចរករឿងយើងរឿងអីដែលយើងមិនអាចមកទៅហ៎បងប្អូនល្អខែក្រោយគឺខួបកំណើត5000ឆ្នាំរបស់ឯងខួបកំណើតរបស់ឯងតែយ៉ាងម៉េចអរគុណលោកបងប្រស្រេចលទ្ធផលទាហានខ្មោច100000នាក់បូកនឹងទេវតាបិសាចម្នាក់ទៀតឆ្នាំនេះនៅឋានសួគ៌មានរង្វាន់សម្រាប់បុគ្គលិកគំរូល្អប្រកបជាបានល្បីឈ្មោះចំខាន់លបងប្រស្រេចខ្ញុំគួរតែត្រឡប់ទៅឋានសួគ៌ដើម្បីទទួលរង្វាន់ហើយយើងទៅមុនហើយឯងឆាប់ត្រឡប់ទៅវិញយើងចាំពួកឯងជាមួយគ្នាណែពិភពសម័យរលាយបាត់អស់ហើយឆ្កែនឹងចាស់ខាងកើតឥឡូវដល់ពេលឯងហើយណែពួកឯងកុំចូលមកមិនចឹងទេយើងនឹងសម្រាប់ពួកគេហើយលេងឆាប់ប្រាប់ពួកគេទៅកុំឲ្យពួកគេព្រាយប្រាឲ្យសោះណាបងស្រីជួយផងលើចេញហៅនិយាយថាគ្រូទេវតាចង់បានគុជបេខេនេះឥឡូវលោកទទួលយកចាលេងបងមានការងារត្រូវធ្វើទៀតណាបន្តិចទៀតអូនទៅមុនជាមួយនឹងតាសឺខុងចុះណាថ្ងៃក្រោយនឹងមានឱកាសល្អទៀតកុំឲ្យរករឿងគ្នាទៀតឲ្យសោះណាដឹងទេលេងសិងបងជប់សិនខ្ញុំបានដឹងអស់ហើយ